មួយគ្រាប់ត្រីក្រីស្តាល់ទឹកកកអូម៉ាក់ចេញមកមើលផ្កាយតារាបាញ់ប្រហាកំពុងមករកយើងវាបានចុះចតនៅក្នុងអគារចាស់នោះនៅតាមផ្លូវក្មេងស្រីតូចម្នាក់បានស្រែកដោយការភ័យខ្លាចពីយុវជនទី3នៃអគារបូក្នុង Henging Residential Complex ដោយស្ទើរតែទម្លុះរាងកាយដ៏តូចរបស់នាងតាមរយៈស្នាមប្រេះនៅក្នុងដៃការពារឆាប់ត្រឡប់មកវិញគ្រោះថ្នាក់ពេកហើយមិនក៏ផ្កាយបាញ់រះមកទីនេះឌូឡម៉ាក់នឹងនាំកូនទៅមើលសត្វកូឡានៅពេលក្រោយនារីស្រស់ស្អាតក៏ដឹកនាងតូចត្រឡប់មកវិញយ៉ាងរហ័សហើយលួងលោមនាងថ្នមអត់ទេឌូខ្ញុំចង់ឃើញតារាបាញ់មិនមែនកូអាឡាទេនាងតូចនិយាយទាំងមានអារម្មណ៍ខុសដែលមនុស្សធំមិនជឿនាងទោះជាយ៉ាងណាក៏ដោយទោះបីជាពាក្យដ៏ចម្លែករបស់នាងក៏ដោយក៏នាងពិតជាត្រឹមត្រូវផ្កាយបាញ់ប្រហារពិតជាបានចុះចតនៅក្នុងអគារចាស់ដែលមានចម្ងាយ100ម៉ែត្រសំឡេងយំពេញបេះដូងក៏កើតឡើងហើយលូឆេងក៏ក្រោកពីដំណេកថ្ងាសមានញើសទើបតែពេលនេះគាត់យល់សប្តិថាមានរូបអាត់កំបាំងពាក់អាវខ្មៅបានបាញ់ចំក្បាលដោយកាំភ្លើងស្នៃពើគាត់ថែមទាំងបានឃើញរលាកក្បាលរបស់គាត់ផ្ទុះទៀតផងវាគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះអ្នកណាមិនខ្លាចស្លាប់លូឆេងធ្វើបិទតែបែកគ្នាប៉ុន្តែនៅរៀន2ឆ្នាំនៅមហាវិទ្យាល័យហើយនៅតែបែកហើយបានបាត់បង់ការងារកាលពីម្សិលមិញប៉ុន្តែគាត់មិនមានគម្រោងបាត់បង់ជីវិតក្នុងពេលឆាប់នេះទេសូម្បីតែនៅក្នុងគ្រាលំបាកបំផុតក៏ដោយគាត់ដឹងថាគាត់ត្រូវតែស៊ូបើគ្មានអ្វីផ្សេងទេថ្លៃសិក្សារបស់ប្អូនគាត់មិនអាចទុកឲ្យម្ដាយទុនខ្សោយរបស់គាត់តែម្នាក់ឯងបានទេចុះចំណែកឪពុករបស់គាត់ដែលបានប៉ះពាល់នឹងអូស្មန်គ្រោះថ្នាក់នៅកន្លែងធ្វើការហើយចូលនិវត្តន៍ត្រូវការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យជាញឹកញាប់ដូចអ្នកដទៃទៀតដែលលូឆេងមកពីជនបទបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជេងណែនគាត់បានព្យាយាមស្នាក់នៅក្នុងទីក្រុងដោយសង្ឃឹមថានឹងមានអាជីពកាន់តែប្រសើរនិងប្រាក់ខែខ្ពស់ជាងមុនដើម្បីសម្រាលបន្ទុកគ្រួសាររបស់គាត់ជាអកុសលសំណាងរបស់គាត់មិនអស្ចារ្យទេវាហាក់ដូចជាគាត់មិនអាចកាន់ការងារណាមួយបានយូរទេវាមិនមែនថាគាត់មិនចង់ស៊ូទ្រាំនឹងការលំបាកនោះទេប៉ុន្តែគាត់ហាក់ដូចជាតែងតែមានវិធីជាមួយជើហ្វាយរបស់គាត់ដោយការពីម្សិលមិញពេលបញ្ជូនឯកសារទៅជើហ្វាយរបស់គាត់ក៏ជំពប់ដួលលើច្រកទ្វារបរោះមុខមាត់មេឌីតេរ៉ាណេកំពុងលោកដៃនារីវ័យក្មេងម្នាក់ដែលទើបតែចេញពីសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅទីបំផុតគាត់មិនអាចទប់ទល់បានហើយប្រញាប់ទៅជួយនាងលុតផលតាមការទូទាបរោះចំណាស់មេឌីតេរ៉ាណេដ៏អាម៉ាស់មុខខឹងយ៉ាងខ្លាំងបានប្រាប់គាត់ឲ្យរៀបចំអីវ៉ាន់ហើយចេញទៅក្រៅដោយមិនបានបើកប្រាក់ឈ្នួលឲ្យគាត់កន្លះខែលូឆេងបានពិចារណាស្វែងរកយុត្តិធម៌ពីនាយកដ្ឋានការងារប៉ុន្តែក្នុងនាមជាយុវជនគ្មានអំណាចមកពីកន្លែងផ្សេងគាត់មិនអាចទ្រាំទ្រនឹងជើហ្វាយដ៏មានអំណាចដូច្នេះគាត់គ្មានជំរឿអ្វីក្រៅពីលេបយកការបាត់បង់របស់គាត់គិតទៅរឿងការពីម្សិលមិញលូឆេងនៅតែមានអារម្មណ៍ខឹងសម្បាភ្នែកគាត់មិនច្បាស់បន្តិចបើវាកើតឡើងម្ដងទៀតតើគាត់នៅតែចាត់វិធានការទៀតទេចម្លើយគឺមិនប្រកាសប្រជាប្រហែលជាដល់ពេលសម្រាប់ការផ្លាស់ប្ដូរក្នុងសង្គមបច្ចុប្បន្នមនុស្សស្មោះត្រង់តែងរងទុក្ខជាលើកដំបូងទស្សនវិជ្ជាជីវិតរបស់លូឆេងដែលដាក់បញ្ចូលគាត់តាំងពីកុមារភាពបានចាប់ផ្ដើមរវើរវាយហេតុអ្វីបានជាមានរន្ធនៅជញ្ជាំងក្បែរក្រែចេញពីជ្រុងនៃភ្នែករបស់គាត់លូឆេងបានកត់សម្គាល់ឃើញអ្វីមួយដែលគួរឲ្យភ័យខ្លាចប៉ុន្មានអ៊ីងពីកន្លែងដែលគាត់អង្គុយរន្ធរលោងមួយបានលេចចេញដោយស្ងៀមស្ងាត់ដែលអនុញ្ញាតឲ្យកាំរស្មីព្រះអាទិត្យជ្រាបចូលតាមវារន្ធនេះមិនធំទេត្រឹមតែកម្រាស់ម្រាមដៃចង្អុលប៉ុណ្ណោះប៉ុន្តែអ្វីដែលចម្លែកនោះគឺថាលូឆេងចងចាំយ៉ាងច្បាស់ថាជញ្ជាំងគឺនៅដែលមុនពេលគាត់ចូលគេងហើយនៅពេលដែលគាត់ដេកលើក្រែម្ដងទៀតពន្លឺព្រះអាទិត្យចេញពីរន្ធនោះបានធ្លាក់ចំកណ្ដាលចិញ្ចើមរបស់គាត់គ្រាន់តែជាការចៃដន្យទេដោយគិតដល់ចំណុចនេះសក់របស់លូឆេងឈរនៅខាងចុងស្បែករបស់គាត់បានបែកជាដុំហើយញើសត្រជាក់ក៏បែកចេញ Ding ស្មារតីរបស់ម្ចាស់ផ្ទះគឺសកម្មមិនធម្មតាដោយបំពេញតាមតម្រូវការសម្រាប់ការចាប់ផ្ដើមប្រព័ន្ធដំបូងប្រព័ន្ធកំពុងចាប់ផ្ដើមវាបានចាប់ផ្ដើមដោយជោគជ័យវាត្រូវបានគេរកឃើញថាភាពឆប់គ្នានៃឈាមរបស់ម្ចាស់ផ្ទះជាមួយពូជជំនួសដែលមានភ្នែក3គឺ 11.2 លើសពីភាពឆប់គ្នា10លក្ខខណ្ឌនៃការបញ្ចូលគ្នាដំបូងត្រូវបានបំពេញហើយកម្មវិធីបញ្ចូលគ្នាត្រូវបានចាប់ផ្ដើមដោយស្វ័យភាព5 4 3 2 Ding ការលាយបញ្ចូលគ្នាបានជោគជ័យហើយប្រព័ន្ធសត្វចិញ្ចឹមទំនើបត្រូវបានរួមបញ្ចូលជាមួយម៉ាស៊ីននៅពេលដែលម៉ាស៊ីនប្រើប្រព័ន្ធនេះជាលើកដំបូងប្រព័ន្ធនឹងផ្ដល់ឲ្យម្ចាស់ផ្ទះនៅសែនសត្វចិញ្ចឹមដោយចៃដន្យនិង100ពិន្ទុព័ត៌មានផ្ទាល់ខ្លួនបច្ចុប្បន្នរបស់អ្នកមានដូចខាងក្រោម Luo Cheng ពិន្ទុ100កម្លាំង100 កម្លាំងខាងវិញ្ញាណ11 Host skill ប្រព័ន្ធចំណីផ្លូវចិត្តកម្រិត1 Pet space Ice Rouge Crystal Fish Mother Seed *1 ខណៈពេលដែលសម្លេងសំយោគបានបន្លឺឡើងព័ត៌មានផ្ទាល់ខ្លួនមួយដុំបានលេចចេញជាបណ្ដានៅលើបន្ទាត់ផ្ទែកនៅពីមុខភ្នែករបស់លូឆេងដោយបង្ហាញពីលក្ខណៈផ្ទាល់ខ្លួនរបស់គាត់និងជំនាញចម្លែកមួយចំនួនហ្គេមអនឡាញបានស្គាល់ខ្ញុំពីធម្មជាតិនិងបទពិសោធន៍ខ្លះអាចទេវាអាចថាខណៈពេលដែលខ្ញុំកំពុងគេងប្រព័ន្ធសត្វចិញ្ចឹមដ៏ទំនើបនេះបានទម្លុះជញ្ជាំងហើយថែមទាំងដាក់ខ្លួនវានៅចន្លោះចិញ្ចើមរបស់ខ្ញុំទោះបីជាគាត់មានអារម្មណ៍ថាវាគួរឲ្យអស់សំណើចក៏ដោយគាត់បានច្របាច់ភ្លើរបស់គាត់យ៉ាងខ្លាំងឈឺចាប់ទីបំផុតក៏ដឹងថាអ្វីដែលនៅពីមុខគាត់មិនមែនជាសុបិនដកដង្ហើមចូលជ្រៅដាននៃភាពរំជើបរំជួលបានលេចចេញពេញមុខរបស់គាត់ហើយភ្នែករបស់គាត់ញាប់ញ័រនៅពេលដែលគាត់ធ្លាក់លើជួរសត្វចិញ្ចឹមនៃព័ត៌មានផ្ទាល់ខ្លួនរបស់គាត់មួយប៉ព្រិចភ្នែកទស្សនៈរបស់គាត់បានផ្លាស់ប្ដូរហើយចន្លោះប្រហែល1ម៉ែត្រគូបបានលេចចេញមកនៅពីមុខគាត់ Ice Rouge Crystal Face Mother Seed ដែលជាទម្រង់ជីវិតខាងវិញ្ញាណដែលជាសត្វវិញ្ញាណដ៏មានតម្លៃដែលជួយមនុស្សអមតៈពីបុរាណផ្ញើវានោះអ្នកនឹងទទួលបាននូវរង្វាន់ដែលមិននឹកស្មានដល់មាន10គ្រីស្តាល់តូចមួយនៅក្នុងកន្លែងសត្វចិញ្ចឹមដែលមានគ្រាប់ពូជសត្វចិញ្ចឹមដែលបានផ្ដល់ឲ្យដោយចៃដន្យគ្រាប់ពូជនេះគឺជាពូជ Ice Rouge Crystal Face Mother Seed
ដែលលូឆេងមិនធ្លាប់និយាយឬបានឃើញពីមុនមកលូឆេងបើកមាត់ហើយមិនដឹងខ្លួនចង់មើលវាជាលទ្ធផលមានអ្វីអស្ចារ្យបានកើតឡើងគាត់គ្រាន់តែគិតមួយប៉ុន្តែដបគ្រីស្តាល់ទឹកកកទំហំមេដៃមួយស្រាប់តែលេចចេញមកក្នុងបាតដៃរបស់គាត់តាមរយៈដបគ្រីស្តាល់ទឹកកកដ៏តូចដ៏ស្រស់ស្អាតគាត់បានឃើញគ្រាប់គ្រីស្តាល់ទឹកកកធំប៉ុនគ្រាប់អង្គរត្រាំក្នុងទឹកកកពណ៌ខៀវវាហាក់ដូចជាថានេះគឺជា Ice Roge Crystal Face Motor Seed នៃសត្វវិញ្ញាណបុគ្គលនោះតូចជាងលូឆេងគិតទៅទៀតហើយគាត់បានលេបវាចុះគាត់កំពុងស្រក់ទឹកមាត់គាត់មិនដែលនឹកស្មានថាប្រព័ន្ធនេះនឹងផ្ដល់ឲ្យគាត់នូវវត្ថុខាងវិញ្ញាណរឿងព្រេងនិទានទេជាមួយនឹងគ្រាប់ពូជសត្វចិញ្ចឹមនៅក្នុងដៃរបស់គាត់ទីបំផុតលូឆេងជឿជាក់លើអត្ថភាពនៃប្រព័ន្ធនេះបន្ទាប់មកគាត់បានបិទភ្នែករបស់គាត់ហើយសិក្សាប្រព័ន្ធសត្វចិញ្ចឹមដ៏អស្ចារ្យនេះប្រព័ន្ធ Super Pet System ទាំងមូលត្រូវបានបែងចែកទៅជាផ្នែកធំចំនួន5គុណលក្ខណៈជំនាញម៉ាស៊ីនកិច្ចការហាងនិងកន្លែងសត្វចិញ្ចឹមអ្វីដែលសំខាន់បំផុតនោះគឺហាងលូឆេងគិតមួយសន្ទុះផ្ដោតអារម្មណ៍លើហាងភ្លាមនោះ stream ព័ត៌មានមួយបានលេចចេញមកក្នុងចិត្តរបស់គាត់ Beast សត្វសាហាវ dash, 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 dash. ប្រព័ន្ធសត្វចិញ្ចឹមដ៏អស្ចារ្យចំពុកទី2 Hercules End នៅពេលដែលគាត់បានចូលទៅក្នុងផ្នែកសត្វនៃហាងនេះទំព័រនៃរូបភាព 3D បានលេចឡើងភ្លាមនៅក្នុងគំនិតរបស់គាត់នៅក្រោមរូបភាពមានកំណត់ចំណាំពន្យល់ជាច្រើនដោយពន្យល់ពីប្រភពដើមនិងព័ត៌មានលម្អិតនៃគ្រាប់ពូជសត្វចិញ្ចឹមក៏ដូចជាចំណុចដែលត្រូវការសម្រាប់ការប្រោសលោះតម្លៃនិងលក្ខខណ្ឌផ្សេងទៀតវាបានប្រែក្លាយថានេះគឺជាប្រព័ន្ធមួយដែលពិន្ទុអាចត្រូវបានផ្លាស់ប្ដូរសម្រាប់សត្វផ្សេងដើម្បីក្លាយជាសត្វចិញ្ចឹមនៅកម្រិតប្រព័ន្ធបច្ចុប្បន្ន Liu King បានរកឃើញថាសត្វចិញ្ចឹមដែលគាត់អាចប្រោសលោះដោយពិន្ទុគឺគ្រាន់តែជាសត្វដែលមានកម្រិតទាបបំផុតនិងបុព្វកាបំផុតខណៈពេលដែលសត្វគឺជាពាក្យទូទៅប្រព័ន្ធនេះពិតជាបានផ្ដល់ច្រើនជាងសត្វទៅទៀតនៅក្នុងប្រភេទសត្វមិនត្រឹមតែសត្វប៉ុណ្ណោះទេថែមទាំងសម្បកត្រីសត្វល្អិតផ្កាសត្វស្លាបនិងរុក្ខជាតិណាមួយអាចត្រូវបានប្រោសលោះនៅលើប្រព័ន្ធផ្លាស់ប្ដូរទោះបីជាចំណុចខុសគ្នាក៏ដោយជាងនេះទៅទៀត Liu Chen ដោយគ្រាន់តែក្រឡេកមួយផ្លែតថែមទាំងបានឃើញទម្រង់ផ្សេងនៃមនុស្សនៅលើទំព័រចុងក្រោយនៃហាងសត្វជាឧទាហរណ៍មានមនុស្សដែលមានរូបរាងដូចគាត់មនុស្សដែលមានសក់ពណ៌ស្វាយនិងភ្នែកបិសាចពណ៌ស្វាយអ្នកដែលមានស្លាបមនុស្សដែលមានស្នែងនៅលើក្បាលរបស់ពួកគេលោកពួកគេទាំងអស់បានចែករំលែកទម្រង់មុខដូចគ្នាដោយគ្រាន់តែមានការប្រែប្រួលបន្តិចបន្តួចនៅក្នុងតំបន់ជាក់លាក់ប៉ុណ្ណោះចំណុចផ្លាស់ប្ដូរមានចាប់ពី300ទៅ1000ពិន្ទុលើសពីនេះនៅក្នុងទម្រង់ជីវិតផ្សេងទៀតប្រភេទសត្វជាច្រើនផ្សេងទៀតបានលេចចេញមកទម្រង់របស់ពួកគេប្រែប្រួលនិងចម្រុះយ៉ាងហោចណាស់ផលិតផលរបស់ផែនដីមានត្រឹមតែ 1/10 នៃចំនួនសត្វសរុបនៅក្នុងហាងប្ដូរប្រាក់នេះជាឧទាហរណ៍នៅក្នុងប្រភេទសត្វមានស្រមោចមួយក្បាលដែលហៅថា Hercules Male Ant តម្លៃចំណុចប្ដូរប្រាក់របស់វាទាបណាស់គឺមានតែ10ពិន្ទុប៉ុណ្ណោះការពិពណ៌នាប្រព័ន្ធបាននិយាយថា Hercules Male Ants ទាំងនេះគឺជាស្រមោចមកពី Huarenstein Realm ស្រមោច Hercules បុរសពេញវ័យនីមួយអាចលើកទម្ងន់ខ្លួនបាន1500ដងនិងអូសបាន3000ដងមិនគួរឲ្យជឿពិតជាមិនគួរឲ្យជឿ Liu Chen មិនមែនជាមនុស្សល្ងងទេតាមរយៈព័ត៌មានតែមួយនេះគាត់ដឹងថាប្រហែលជាប្រព័ន្ធ Super Pet God ដ៏អាថ៌កំបាំងនេះអាចជាចំណុចរបត់នៃជីវិតដ៏កំសត់របស់គាត់ការដើរតាម Beasts គឺជា Ferocious Beasts ពណ៌ប្រភេទដែលមិនទាន់បំពេញតាមតម្រូវការនៃការលុះទាំងនេះនៅតែត្រូវបានគេចាត់ទុកថាជាសត្វធម្មតា Ferocious Beasts គ្រាន់តែជាសត្វកាចសាហាវខ្លាំងជាងនិងខ្លាំងជាងដៃគូរបស់វាប៉ុន្តែចំណុចដែលពួកគេទាមទារដើម្បីលុះវាគឺមិនមាននៅក្នុងលេខតែមួយឬសូម្បីតែរាប់រយនោះទេចាប់ផ្ដើមជាមួយនឹង1,000 ពិន្ទុសម្រាប់ Saber-tooth Tiger ដែលមានចំណាត់ថ្នាក់ទាបបំផុតរហូតទៅដល់ Red Husky Swallowing Python ដែលមានតម្លៃថ្លៃបំផុតដែលមានតម្លៃ10,000 ពិន្ទុដើរតាមសត្វសាហាវគឺជាសត្វសាហាវខណៈពេលដែលសត្វសាហាវនៅតែត្រូវបានគេចាត់ទុកថាជាធម្មតាពួកគេមានលក្ខណៈពិសេសតែមួយគត់ទំហំពិសេសរបស់ពួកគេការរុករកខ្លីរបស់ Liu Chen បានបង្ហាញថាសត្វដ៏តូចបំផុតនៃសត្វសាហាវទាំងនេះមានប្រវែងជាង15ម៉ែត្រ Behemoths ដែលមានប្រវែងរាប់សិបម៉ែត្រមិនមែនជារឿងចម្លែកនោះទេជាឧទាហរណ៍ Cretaceous Tyrannosaurus Triceratops និង Pterosaurus គឺជាឧទាហរណ៍នៃសត្វសាហាវតម្លៃប្ដូរប្រាក់របស់ពួកគេស្ទើរតែកាន់កាប់ចន្លោះ10,000 100,000 ពិន្ទុសម្រាប់ Savage Beasts ដែលមានចាប់ពី10,000 ទៅ30,000 ពិន្ទុម្យ៉ាងវិញទៀតសូម្បីតែសត្វ Cretaceous បុរាណដូចជា Tyrannosaurus Rex និង Tyrannosaurus Rex ស្ថិតនៅជិតបាតនៃឋានានុក្រម Savage Beasts សត្វសាហាវដ៏ធំបំផុតអាចលើសពី100ម៉ែត្របុគ្គលដ៏ធំបែបនេះទំនងជាមិនត្រូវបានរកឃើញនៅលើផែនដីទេសរុបមកការគិតរបស់សត្វសាហាវដែលមានប្រវែង100ម៉ែត្រគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យបេះដូងរបស់ Liu Chen លោតរំលងគាត់ស្រមៃថាប្រសិនបើគាត់អាចដោះដូរសត្វចិញ្ចឹមមួយក្បាលនេះពិភពលោកទាំងមូលនឹងរំភើបចិត្តតើ Godzilla វាប្រហារទីក្រុងអ្វីវាខ្សោយពេកហើយបន្ទាប់ពីប្រភេទ Savage Beasts មានតែសញ្ញាសួរប៉ុណ្ណោះសត្វចិញ្ចឹមទាំងនេះជាកម្មសិទ្ធិរបស់កម្រិតមិនអាចរកឃើញបាននាពេលបច្ចុប្បន្នប្រហែលជាកម្រិតនៃសត្វចិញ្ចឹមទាំងនេះគឺហួសពីវិសាលភាពបច្ចុប្បន្នរបស់គាត់ទោះជាយ៉ាងណាក៏ដោយព័ត៌មាននេះក៏បានបង្ហាញពីអ្វីមួយដល់ Liu Chen ផងដែរសត្វវិញ្ញាណស្រី Ice Roge Crystal Face ដែលផ្ដល់អំណោយដោយចៃដន្យដល់គាត់ដោយប្រព័ន្ធគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានដែលមានតម្លៃជាងសូម្បីតែសត្វសាហាវទៅទៀតមានតែនៅពេលនេះទេដែល Liu Chen ដឹងថាគាត់មានសំណាងប៉ុណ្ណាដែលបានទទួលគ្រាប់ពូជត្រីវិញ្ញាណដោយចៃដន្យទោះបីជាគាត់ចង់ស្វែងយល់ថាតើ Ice Roge Crystal Face អស្ចារ្យប៉ុណ្ណាក៏ដោយគាត់នៅតែស្ងប់ស្ងាត់ហើយបន្តការស្រាវជ្រាវរបស់គាត់ក្រៅពីហាងលក់ដូរសត្វចិញ្ចឹមប្រភេទលក្ខណៈបុគ្គលបានបង្ហាញយ៉ាងច្បាស់ពីកាយសម្បទាបច្ចុប្បន្នរបស់គាត់លេខក្នុងវងក្រចប់ដោយដែលគាត់បានយល់គួរតែជាតម្លៃនៃមនុស្សពេញវ័យធម្មតាច្បាស់ណាស់គាត់ជាមនុស្សពិការក្នុងអត្រាទី2តាក់ទងនឹងកម្លាំងនិងភាពរហ័សរហួនការដឹងខ្លួននេះ
បានធ្វើឲ្យលូឆេងព្រឺសម្បូរប៉ុន្តែតាមការឆ្លុះបញ្ចាំងឃើញថាកាយសម្បត្តិរបស់គាត់ពិតជាល្អខ្លាំងណាស់បើធៀបនឹង Otakers ជាច្រើននេះផ្ដល់ឲ្យគាត់នូវសន្តិភាពផ្លូវចិត្តចំពោះគុណលក្ខណៈខ្លឹមសារដ៏ទេវភាពបន្ថែមរបស់គាត់បើប្រៀបធៀបទៅនឹងមនុស្សធម្មតាវាកើតចេញពីថាមពលដែលបង្កើតឡើងពីខ្សែឈាមមួយចំនួននៅក្នុងខ្លួនរបស់គាត់បន្ទាប់ពីប្រព័ន្ធរួមបញ្ចូលគ្នាជាមួយគាត់ថាមពលនេះស្ថិតនៅចន្លោះចិញ្ចើមរបស់គាត់ប្រសិនបើមនុស្សម្នាក់ស្ងប់ស្ងាត់ហើយដឹងវាយ៉ាងប្រុងប្រយ័ត្ននោះគេអាចរកឃើញចរន្តដ៏បរិសុទ្ធនិងតែមួយគត់ដែលហូរយឺតនៅទីនោះយ៉ាងងាយស្រួលនេះគឺជាថាមពលដ៏ទេវភាពក្រៅពីគុណលក្ខណៈនិងហាងកាបូបស្ពីដែលងាយយល់តាមពិតវាជាកន្លែងដែលលូឆេងយកគ្រាប់ Iceros Crystal Face Motor Seed វាមានរាងដូចរង្វង់លំប៉ុន្តែលូឆេងបានសាកល្បងវាហើយបានរកឃើញថាលំពិសេសនេះមិនអាចស្រូបយកវត្ថុណាមួយពីពិភពពិតបានឡើយវាហាក់ដូចជាថាវាដំណើរការតែលើផលិតផលដែលផលិតដោយប្រព័ន្ធប៉ុណ្ណោះបច្ចុប្បន្នបញ្ជីកិច្ចការគឺទេដូច្នេះជំរើសតែមួយគត់ដែលនៅសេសសល់គឺជំនាញម៉ាស៊ីនដូចដែលឈ្មោះបានបង្ហាញគឺជាជំនាញដែលមានតែម៉ាស៊ីនប៉ុណ្ណោះដែលអាចគ្រប់គ្រងបានទំនងជាគ្មាននរណាម្នាក់ក្នុងលោកមានជំនាញជាម្ចាស់ផ្ទះក្រៅពីលូឆេងទេនៅក្នុងការរុករកដែលគេស្គាល់រហូតមកដល់ពេលនេះលូឆេងទើបតែស្ទាត់ជំនាញម្ចាស់ផ្ទះការផ្ដល់អាហារដ៏ទេវភាពការផ្ដល់ចំណីថាមពលដ៏ទេវភាពប្រើថាមពលដ៏ទេវភាពរបស់អ្នកដើម្បីចិញ្ចឹមសត្វចិញ្ចឹមរបស់អ្នកដែលអនុញ្ញាតឲ្យវាលូតលាស់យ៉ាងឆាប់រហ័សការចិញ្ចឹមនីមួយប្រើប្រាស់មួយចំណុចថាមពលដ៏ទេវភាពលើសពីនេះនៅក្នុងផ្នែកជំនាញម្ចាស់ផ្ទះបន្ថែមពីលើការផ្ដល់ថាមពលដ៏ទេវភាពលូឆេងក៏បានរកឃើញជំនាញម៉ាស៊ីនដែលមានពណ៌ប្រភេទមួយចំនួនខាងក្រោមស្ថានភាពបច្ចុប្បន្នរបស់ពួកគេហាក់ដូចជាបង្ហាញថាគាត់ខ្វះជំនាញចាំបាច់ដើម្បីរៀនពួកគេការពង្រឹងថាមពលដ៏ទេវភាពប្រើប្រាស់ថាមពលដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីពង្រឹងរូបរាងកាយរបស់សត្វចិញ្ចឹមរបស់អ្នកធ្វើឲ្យវាកាន់តែមានថាមពលខ្លាំងជាងមិត្តភក្តិរបស់វាតម្លៃសិក្សា500ពិន្ទុតម្រូវការពិន្ទុថាមពលខាងវិញ្ញាណ15ឬច្រើនជាងនេះការពង្រីកសក្តានុពលថាមពលដ៏ទេវភាពពង្រីកសក្តានុពលរាងកាយរបស់សត្វចិញ្ចឹមរបស់អ្នកដែលអនុញ្ញាតឲ្យវាបំបែកតាមរយៈការរារាំងសែននិងសម្រេចបាននូវការលូតលាស់បន្ថែមទៀតតម្លៃសិក្សា5000ពិន្ទុតម្រូវការពិន្ទុថាមពលខាងវិញ្ញាណ15ឬច្រើនជាងនេះការផ្ទេរទេពកោសលព្រៃផ្ទេរទេពកោសលព្រៃមួយរបស់សត្វចិញ្ចឹមមួយទៅមួយផ្សេងទៀតជាអចិន្ត្រៃយ៍តម្លៃសិក្សា1000ពិន្ទុតម្រូវការពិន្ទុថាមពលខាងវិញ្ញាណ15ឬច្រើនជាងនេះការមានទេពកោសលពីសត្វព្រៃទាញសមត្ថភាពពីធម្មជាតិរបស់សត្វចិញ្ចឹមមួយក្បាលហើយផ្ទេរវាទៅខ្លួនអ្នកដោយផ្លាស់ប្ដូរវាទៅជាសមត្ថភាពពីកំណើតរបស់អ្នកជាអចិន្ត្រៃយ៍តម្លៃ1000ពិន្ទុតម្រូវការជាមុនថាមពលខាងវិញ្ញាណចាប់ពី15ឡើងទៅប្រព័ន្ធសត្វចិញ្ចឹមដ៏អស្ចារ្យចំពុកទី3ការចិញ្ចឹមថាមពលដ៏ទេវភាពជំនាញពណ៌ប្រភេទទាំង4ត្រូវតែជាជំនាញម៉ាស៊ីនដែលអាចត្រូវបានទិញនិងរៀនដោយផ្អែកលើថាមពលខាងវិញ្ញាណលើសពីនេះតម្រូវការថាមពលខាងវិញ្ញាណសម្រាប់ការរៀនជំនាញម៉ាស៊ីនទាំងនេះគឺដូចគ្នាបេះបិទដែលទាមទារយ៉ាងហោចណាស់15ពិន្ទុជាការពិតណាស់តម្លៃនៃចំណុចពង្រីកថាមពលខាងវិញ្ញាណគឺខ្ពស់មិនគួរឲ្យជឿការពង្រីកសក្តានុពលរបស់សត្វចិញ្ចឹមអនុញ្ញាតឲ្យវារីកចម្រើនបន្ថែមទៀតតើវាប្រែថាមានការលូតលាស់គ្មានដែនកំណត់ទេបើដូច្នេះមែនវាមិនចម្លែកទេដែលវាមានតម្លៃ5,000ពិន្ទុដើម្បីរៀនពិតជាខ្លាំងមែនជំនាញម្ចាស់ផ្ទះពណ៌ប្រភេទទាំង4នីមួយមានថាមពលខ្លាំងមិនគួរឲ្យជឿឥទ្ធិពលនៃ Wealth Talent Possession និង Wealth Talent Transfer គឺមិនធ្លាប់ភេទទេ Wealth Talent Possession ផ្ដល់ឲ្យមនុស្សម្នាក់នូវសមត្ថភាពទេពកោសលពីកំណើតរបស់សត្វផ្សេងពិតជាមិនគួរឲ្យជឿការយល់ដឹងពីជម្រៅពិតនៃជំនាញម្ចាស់ផ្ទះទាំងនេះបានធ្វើឲ្យលូឆេងរំភើបចិត្តគាត់ហាក់ដូចជាមើលឃើញផ្លូវឆ្ពោះទៅរកភាពប្រសើរឡើងបន្ថែមទៀតមិនដូចពីមុនទេមួយនេះបានពង្រឹងមិនមែនសត្វចិញ្ចឹមទេប៉ុន្តែជាលក្ខណៈរបស់គាត់ផ្ទាល់គំនិតរបស់លូឆេងរសាត់ទៅឆ្ងាយមើលទៅប្លែកភ្នែកពេញភ្នែកគាត់មិនអាចជួយអ្វីបានក្រៅពីសម្លឹងមើលដើមត្រសក់នៅលើតុកុំព្យូទ័ររបស់គាត់ហើយជាលើកដំបូងគាត់បានធ្វើឲ្យជំនាញម៉ាស៊ីនតែមួយគត់របស់គាត់គឺ Divine Essence Feeding មួយសន្ទុះក្រោយមកជំនាញរបស់ម្ចាស់កម្មវិធី Divine Essence Feeding ពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងដើមត្រសក់ដែលធ្លាប់តែមានដើមត្នោតហាក់ដូចជាមានជីវិតរស់រវើកបន្ទាប់ពីលូឆេងបានប្រើប្រាស់សារធាតុ Divine Essence មួយចំណុចដើម្បីចិញ្ចឹមវាភ្លាមនោះវាបានលាតសន្ធឹងនិងលូតលាស់ក្នុងល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលមួយត្រឹមតែ1នាទីដើមត្នោតបានលូតកម្ពស់ជិត1ម៉ែត្រជិតផ្ទុះឆ្នាំងមែនហើយតើនេះអាចធ្វើឲ្យមានការភ័យខ្លាចបន្ថែមទៀតទេទោះបីជាបានត្រៀមខ្លួនហើយក៏ដោយលូឆេងនៅតែតក់ស្លុតដោយឥទ្ធិពលដ៏គួរឲ្យខ្លាចដោយសារអ្នកមិនចិញ្ចឹមសត្វចិញ្ចឹមរបស់អ្នកទម្រង់ជីវិតដ៏គួរឲ្យទាក់ទាញនិងមិនអាចទប់ទល់នឹងជំនាញនៃការផ្ដល់ចំណីបានទេដែលបណ្ដាលឲ្យមានផលវិបាកដែលមិនបានបញ្ជាក់ដូចជាលូឆេងត្រូវបានស្រូបឥទ្ធិពលនៃ Host Skill Feeding ការជូនដំណឹងរបស់ប្រព័ន្ធបានបន្លឺឡើងផលវិបាកមិនច្បាស់លាស់មិនចាំបាច់មានការសង្ស័យទៀតទេផលវិបាកត្រូវបានគេដឹងភ្លាមដើមត្រសក់ដែលបានលូតលាស់យ៉ាងលឿនដល់កម្ពស់ជិត1ម៉ែត្របានក្រៀមស្វិតនិងងាប់មួយរំពេចហាក់ដូចជាចិត្តស្លាប់នេះជាលទ្ធផលច្បាស់លាស់ដែលប្រព័ន្ធបានលើកឡើងលូឆេងខូចចិត្តដោយសារការស្លាប់របស់សត្វត្រសក់ខណៈដែលគាត់ហៀបនឹងពិនិត្យមើលជំនាញម្ចាស់ផ្ទះដែលនៅសល់ដែលមិនទាន់បំពេញតម្រូវការសម្រាប់ការដាំដុះទូរស័ព្ទចាស់នៅលើទូររបស់គាត់បានបន្លឺឡើងហេខ្ញុំពិតជានឹកអ្នកខ្លាំងណាស់ភ្លៀងនៅខាងក្រៅទៀតហើយភ្នែកខ្ញុំស្ងួតខ្លាំងណាស់ខ្ញុំមានអារម្មណ៍ថាចង់យំខ្ញុំឆ្ងល់ថាតើអ្នកនៅឯណាស្នាមញញឹមដ៏ក្រៀមក្រំលែងនៅលើបូមាត់របស់លូឆេងនៅពេលគាត់ក្រឡេកមើលហើយគាត់ក៏ឆ្លើយការហៅទូរស័ព្ទយ៉ាងទន់ភ្លន់អោព្រះជាម្ចាស់ឲ្យខ្សែពួរតើមានអ្វីកើតឡើងកាលពីម្សិលមិញលូឆេងនិយាយមិនចេញមួយសន្ទុះមិនដឹងថាត្រូវពន្យល់រឿងនេះដល់ប្អូនប្រុសល្អយ៉ាងម៉េចទេនេះជាការងារទី3ហើយដែល Fetty បានរកឃើញគាត់អូខ្ញុំដឹងហើយសម្លាញ់ឯងពេញវ័យហើយឯងទ្រាំមិនបានទេ
លើលោកនេះមានមនុស្សអយុត្តិធម៌និងគួរឲ្យអាណិតច្រើនណាស់តើអ្នកអាចដោះស្រាយបានទេទោះបីជាមិនមែនសម្រាប់ខ្លួនឯងក៏ដោយអ្នកត្រូវតែគិតពីអ្នកមីងម្ខាងទៀតនៅស្ងៀមបន្តិចរួចបុរសធាត់ក៏ដកដង្ហើមធំនិយាយពីសមត្ថភាពប្អូនប្រុសម្នាក់នេះមិនខ្វះទេតែចិត្តទន់បន្តិចធាត់ខ្ញុំពិតជាមិនអាចគ្រប់គ្រងខ្លួនឯងបាននៅពេលនេះតាមពិតទៅលូខេងដឹងថាគាត់បានផ្លាស់ប្ដូរច្រើនក្នុងជីវិតកាលពី2ឆ្នាំមុនឥឡូវនេះបេះដូងរបស់គាត់គឺទន់ខ្សោយជាងបុរសធាត់គិតទៅទៀតគ្រាន់តែទើបតែពេលនេះកែវភ្នែកអស់សង្ឃឹមរបស់ក្មេងស្រីដែលទើបតែចេញពីបរិវេណសាលាពិតជាធ្វើឲ្យគាត់ពិបាកធ្វើពុតជាមិនឃើញសេងស៊ីមិនមកទប់ខ្ញុំជួយបុរសធាត់បាននិយាយភ្លាមអត់ទេខ្ញុំដឹងថាវាមិនងាយស្រួលសម្រាប់អ្នកទេភោជនីយដ្ឋានទើបតែបើកមួយរយៈពេលខ្លីដូច្នេះការគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាពនៅតែជាបញ្ហាប្រឈមក្រៅពីនេះការសុំឲ្យខ្ញុំមកជួយអ្នកតើអ្នកសុំឲ្យខ្ញុំធ្វើជាជើហ្វាយរបស់អ្នកទេលោកឆេងរំខានបុរសម្នាក់ទៀតអុចបារីហើយអូសយ៉ាងជ្រៅមុននឹងនិយាយថាធាត់ខ្ញុំដឹងថាអ្នកមានន័យយ៉ាងណាយើងជាបងប្អូនហើយយើងមិនមែនជាមនុស្សចម្លែកទេឈប់រវល់ពេកខ្ញុំធំហើយខ្ញុំតែងតែរកផ្លូវដែលស័ក្តិសមនឹងខ្ញុំហ្វេទីខ្ញុំគ្រាន់តែចង់នៅស្ងៀមឥឡូវនេះខ្ញុំហាត់បន្តិចអនុញ្ញាតឲ្យខ្ញុំគិតអំពីវា2-3ថ្ងៃលូឆេងរអ៊ូเต็มគំនិតរបស់គាត់មិនអាចឲ្យនរណាម្នាក់ដឹងអំពីអ្វីដែលអាចកំបាំងដោយប្រព័ន្ធសត្វចិញ្ចឹមនោះទេប្រសិនបើពាក្យចេញមកវាមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់គាត់ប៉ុណ្ណោះទេប៉ុន្តែវាក៏អាចនាំមកនូវគ្រោះមហន្តរាយដល់គ្រួសារនិងបងប្អូនរបស់គាត់ផងដែរដូច្នេះហើយលូខេងអាចប្រើលេសនេះដើម្បីរារាំងដេនញ៉ឺពីការងារឲ្យគាត់ឈ្មោះបរសថតគឺលូដេនញ៉ឺបាទដេនញ៉ឺជាឈ្មោះជនបទណាស់គាត់និងលូឆេងជាមិត្តស្និទ្ធស្នាលនឹងគ្នាដែលបានចូលរួមគេងនៅមហាវិទ្យាល័យបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអ្នកទាំងពីរបានជ្រើសរើសស្នាក់នៅក្នុងទីក្រុងនិងធ្វើការយ៉ាងលំបាកវាមិនមែនជារឿងចម្លែកទេដែលថាហ្វេទីមិនគួរឲ្យចាប់អារម្មណ៍ជាពិសេសនៅក្នុងតំបន់ផ្សេងទៀតប៉ុន្តែការស្រឡាញ់អាហាររបស់គាត់បានធ្វើឲ្យគាត់ក្លាយជាម្ចុងភៅធម្មជាតិគូផ្សំនឹងការខិតខំប្រឹងប្រែងនិងអកកិរិយាការទូតការជំរុញនិងសំណាងបន្តិចបន្តួចរបស់គាត់បានជួយគាត់ឲ្យបើកភោជនីយដ្ឋានតូចមួយនៅឆ្នាំនេះដោយជោគជ័យនិងក្លាយជាថៅកែផ្ទាល់ខ្លួនរបស់គាត់វាមិនសមទេហើយទំហំត្រឹមតែប្រហែល200ម៉ែត្រការ៉េនៅលើ2ជាន់ប៉ុន្តែអាជីវកម្មកំពុងរីកចម្រើនហើយជីវិតអាចគ្រប់គ្រងបានហឿងលេភរិយារបស់ Fetty មកពីទីក្រុងក្នុងស្រុកមានភាពទន់ភ្លន់និងងាយស្រួលនាងគឺជានាយកប្រតិបត្តិនៃអាជីវកម្មតូចមួយដែលគ្រប់គ្រងដោយជនជាតិកូរ៉េការងារពីមុនរបស់លូឆេងត្រូវបានសម្របសម្រួលទាំងស្រុងដោយជំនួយពីប្អូនថ្លៃរបស់គាត់នៅក្នុងក្រសែភ្នែករបស់លូឆេងការរៀបការជាមួយហឿងលេគឺជាប្រជ័យដែលប្រមូលបានក្នុងរយៈពេល8ជីវិតទោះជាយ៉ាងណាក៏ដោយលើកនេះលូឆេងពិតជាមិនចង់ឲ្យ Fetty និងប្រពន្ធរបស់គាត់ជួយគាត់ទេគាត់មិនចង់ឲ្យពួកគេជំពាក់គុណគាត់ច្រើនពេកទេយ៉ាងណាមិញបំណុលនៃការដឹងគុណត្រូវតែសងវិញចំណែកម្នាក់ទៀតគាត់មានគំនិតក្នុងចិត្តគាត់ចង់ស្ងប់ស្ងាត់ហើយសិក្សាប្រព័ន្ធសត្វចិញ្ចឹមឲ្យបានលម្អិតមិនអីទេខ្សែពួរមករកខ្ញុំបើអ្នកត្រូវការអ្វីកុំរឹងរូសពេកលូដេណៃផ្អាកបន្ទាប់មកងក់ក្បាលគាត់ជាមនុស្សរឹងរូសប៉ុន្តែវាច្បាស់ណាស់ថាគាត់បានរកឃើញការផ្លាស់ប្ដូរមិនធម្មតានៅក្នុងទឹកដមរបស់បងប្រុសគាត់នៅពេលនេះប្រហែលជាវាជាភាពជឿជាក់និងការបញ្ជាក់ដែលរារាំងគាត់មិនឲ្យព្យាយាមស្វែងរកការងារឲ្យលូឆេងបន្ទាប់ពីបានលើកទូរស័ព្ទលូឆេងបានដកដង្ហើមយ៉ាងធូរស្រាលជាមួយនឹងវត្តមាននៃប្រព័ន្ធសត្វចិញ្ចឹមទោះបីជាគាត់ជាមនុស្សល្ងងបំផុតក៏ដោយគាត់យ៉ាងហោចណាស់ដឹងថាជីវិតហិរញ្ញវត្ថុរបស់គាត់នឹងមិនមានបញ្ហាទៀតទេគោះខណៈដែលគាត់ដាក់ទូរស័ព្ទទ្វារឈើដែលបាក់នៅមាត់ទ្វារក៏បន្លឺឡើងម្ដងទៀតលូឆេងខ្ញុំដឹងថាអ្នកនៅទីនោះដល់ពេលបងថ្លៃជួលហើយការដំឡើងខែមនាហើយអ្នកតែងតែជំរុញខ្ញុំឲ្យធ្វើវាធ្ងន់ធ្ងរមែនទេអ្នកនៅតែចង់ជូតសំបីតែ2-3,000 យន្តមែនទេហេនេះរបស់នរណាវានៅតែថ្មីណាស់ប្រពន្ធរបស់ម្ចាស់ផ្ទះបានមកយ៉ាងលឿនហើយលូឆេងងក់ក្បាលម្ដងទៀតប៉ុន្តែគាត់គ្រាន់តែមិនអើពើនឹងនាងយ៉ាប់ណាស់វានៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះដល់ពេលកំណត់ហើយអ្នកកំពុងស្រែកដាក់ខ្ញុំហើយវាពិតជារំខានណាស់ហើយស្ត្រីនេះពិតជាលោភលន់មិនគួរឲ្យជឿនាងមានលុយច្រើនណាស់តែនាងនៅតែខំប្រឹងរត់ចោលសូម្បីតែយកក្រណាត់ជូតផ្ទះដែលគ្រួសារដើរកាត់ផ្លូវទៅទិញកាលពីប្រហែលថ្ងៃមុនប៉ុន្តែការមកដល់របស់ប្រពន្ធម្ចាស់ផ្ទះបានរំលាយគាត់ថាគាត់មិនមានលុយច្រើនទេរួមទាំងប្រាក់ចំនួន2,000 យន្តនៅក្នុងកនីរបស់គាត់ទ្រព្យសម្បត្តិសរុបរបស់លូឆេងមានត្រឹមតែជាង2,500 យន្តប៉ុណ្ណោះការជួលរយៈពេល3ខែ700 យន្តក្នុងមួយខែនោះគឺ2,100 យន្តគាត់អត់មានប្រាក់ខែទេនៅសល់តែ500 យន្តទេ500 យន្តភ្លេចផ្ញើលុយទៅផ្ទះខ្ញុំមិនអាចចិញ្ចឹមខ្លួនឯងបានទេឆឹខ្ញុំត្រូវរកវិធីយកលុយមកវិញភ្លាមយ៉ាងហោចណាស់ត្រូវជួលកន្លែងមួយដែលមើលទៅសមរម្យហើយមិនត្រូវប្រឈមមុខនឹងម្ចាស់ដីដ៏អាក្រក់នោះរហូតនោះទេដេង Sidekust បានបង្ហាញខ្លួនរកលុយបានក្នុងរយៈពេល24 ម៉ោងដើម្បីធ្វើឲ្យជីវភាពរបស់អ្នកប្រសើរឡើងហើយគេចេញពីម្ចាស់ផ្ទះដ៏អាក្រក់នោះរង្វាន់សម្រាប់ការបញ្ចប់ការស្វែងរកសូមួយដល់ធម៌ពលខាងវិញ្ញាណអតិបរមារបស់អ្នកនឹងពិន្ទុបន្ថែម4ប្រភពនៃធម៌ពលខាងវិញ្ញាណដោយបាននៃការជូនដំណឹងរបស់ប្រព័ន្ធនៅក្នុងក្បាលរបស់គាត់លូឆេងបានស្រឡាំងកាំងមួយសន្ទុះមុនពេលដឹងថាបេសកកម្មដែលកើតចេញពីជីវិតផ្ទាល់ខ្លួនរបស់គាត់និងសេចក្តីប្រាថ្នាតាក់ទងនឹងធ្វើវេក្នុងរយៈពេល24 ម៉ោងរង្វាន់សូមួយធម៌ពលដ៏ទេវភាពពិន្ទុមិនស្គាល់ទោះបីជាជំរុញដោយបំណងប្រាថ្នាផ្ទាល់ខ្លួនឬរង្វាន់សម្រាប់ការបំពេញបេសកកម្មនោះលូឆេងត្រូវបានលបួងភ្លាមទោះជាយ៉ាងណាក៏ដោយបេសកកម្មមានពេលវេលាកំណត់ដូច្នេះគាត់ត្រូវតែធ្វើសកម្មភាពឲ្យបានលឿនបេសកកម្មទាមទារតែការស្វែងរកប្រាក់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គាត់ប៉ុន្តែមិនបានបញ្ជាក់ថាគាត់ត្រូវទិញផ្ទះទេតែនេះមានន័យថាការជួលក៏អាចធ្វើទៅបានដែរនេះបានកាត់បន្ថយការលំបាកយ៉ាងខ្លាំងនៃបេសកកម្មដោយដឹងថាបេសកកម្មមិនពិបាកពេកនោះលូឆេងដកដង្ហើមធំហើយចាប់ដើមគិត
ការរំពឹងថានឹងរកប្រាក់បានគ្រប់គ្រាន់ដើម្បីជួលកន្លែងល្អប្រសើរជាងមុនក្នុងមួយថ្ងៃគឺមិនសមហេតុផលទេក្តីសង្ឃឹមតែមួយគត់របស់គាត់ឥឡូវនេះស្ថិតនៅក្នុងប្រព័ន្ធសត្វចិញ្ចឹមដែលទើបទទួលបានថ្មីមែនហើយជាដំបូងចាំមើលថាមានអ្វីកើតឡើងជាមួយម្ដាយ Isaro J Crystal Face កម្រិតវិញ្ញាណនេះដោយធ្វើតាមគំនិតរបស់គាត់ Lu Cheng បានយក10គ្រីស្តាល់ទឹកកំដងទៀតពីកន្លែងសត្វចិញ្ចឹមរបស់គាត់ប្រសិនបើគាត់មិនខ្លាចបញ្ហាដែលមិនចាំបាច់ទេគាត់អាចយក10ដបប្រណិតនេះតែម្នាក់ឯងទៅកាន់ផ្ទះដេញថ្លៃមួយហើយបានយកប្រាក់ដ៏កម្រមួយការផ្ដល់ចំណីដ៏ទេវភាពដោយផ្ដោតលើ10គ្រីស្តាល់ទឹកកក10ប្រណិតគាត់បានធ្វើឲ្យជំនាញម្ចាស់ផ្ទះរបស់គាត់គឺ Divine Essence Feeding ជាលើកទី2មួយសន្ទុះក្រោយមកគាត់មានអារម្មណ៍ថាមានស្នាមប្រេះនៅចន្លោះចិញ្ចើមរបស់គាត់ហើយថាមពលមួយបានទម្លុះតាម10វាលោកគ្រាប់ធានជាតិ Isaro J Crystal Face នៅខាងក្នុងជាមួយនឹងការបំបែកត្រី Isaro J Crystal ពណ៌ខៀវដ៏ភ្លឺចែងចាំងតូចមួយបានបំបែកចេញពីសម្បករបស់វាហើយយ៉ាងសប្បាយរីករាយនៅក្នុងដប Isaro J Crystal Face Model ដំណាក់កាលដង្កើម្ដាយរបស់ Isaro J Crystal Face ស្រស់ស្អាតណាស់ប៉ុន្តែអ្នកត្រូវការកែភ្នែកដ៏ប៉ិនប្រសប់នៅពេលដែលការសម្លឹងរបស់ Lu Cheng ផ្ដោតអារម្មណ៍ប្រព័ន្ធបានឆ្លើយតបយ៉ាងរហ័សជាមួយនឹងមតិយោបល់ Isaro J Crystal Face Model នេះតូចណាស់ប្រសិនបើភ្នែករបស់អ្នកមើលមិនល្អនោះគេស្ទើរតែមិនអាចកាត់ភ្នែកបានឡើយវាតូចណាស់វាប្រែទៅជាអនិច្ចជនបន្ទាប់ពីគិតមួយសន្ទុះដោយកត់សម្គាល់ថាគាត់នៅតែមាន9ពិន្ទុនៃធម៌ពលដ៏ទេវភាពនោះ Lu Cheng បានផ្ដល់អាហារដល់សត្វនោះ3ដងដោយមិនស្ទាក់ស្ទើរបន្ទាប់ពីការផ្ដល់ធម៌ពលដ៏ទេវភាពចំនួន5ដងក្នុងរយៈពេលដ៏ខ្លី Lu Cheng មានអារម្មណ៍នៃភាពទទេនៅចន្លោះចិញ្ចើមរបស់គាត់ឥឡូវនេះធម៌ពលដ៏ទេវភាពរបស់គាត់មានត្រឹមតែ6ពិន្ទុប៉ុណ្ណោះប៉ុន្តែឥទ្ធិពលគឺគួរឲ្យកត់សម្គាល់បន្ទាប់ពីការបំរើ4ដងជាប់គ្នាសត្វតូចមួយនេះហាក់ដូចជាបានទទួលនូវអរម៉ូនដ៏គួរឲ្យភ័យខ្លាចបំផុតរបស់ពិភពលោកការលូតលាស់និងការអភិវឌ្ឍរបស់វាអាចមើលឃើញដោយភ្នែកទទេប៉ុន្មាននាទីក្រោយមកវាបានកើនឡើងដល់ប្រវែងម្រាមដៃដែលស្រដៀងទៅនឹងកំណែតូចរបស់ត្រីកាំបិតទន្លេយ៉ាងសេទោះជាយ៉ាងណាក៏ដោយរាងកាយរបស់វាត្រូវបានគ្របដណ្ដប់ដោយគ្រីស្តាល់ទឹកកកមាត្រដ្ឋានរបស់វាមានលំនាំជាមួយនឹងគ្រីស្តាល់ទឹកកកដែលធ្វើឲ្យវាប្រសើរជាង Knife Face គួរឲ្យចង់ដឹងចង់ឃើញបំផុតនៅពេលដែលត្រីកាំបិតទឹកកកធំឡើង10គ្រីស្តាល់ទឹកកកតូចមួយពីមុនគាត់ក៏ធំឡើងដែលឥឡូវនេះពង្រីកដល់អង្កត់ផ្ចិតនៃចានតូចមួយការផ្លាស់ប្ដូរនេះបានធ្វើឲ្យ Lu Cheng ភ្ញាក់ផ្អើលវ៉ូនេះពិតជាសត្វវិញ្ញាណមែនសូម្បីតែ10ដែលភ្ជាប់មកជាមួយក៏គួរឲ្យកត់សម្គាល់ដែរធម្មជាតិដ៏អស្ចារ្យនៃ10គ្រីស្តាល់ទឹកកកបានលុបចោលទាំងស្រុងនៅផែនការរបស់អ្នកណាម្នាក់ក្នុងការលក់វាក្នុងការដេញថ្លៃក្នុងតម្លៃខ្ពស់ Isaac Knife Face Model ចាស់ទុំជាសត្វខាងវិញ្ញាណដែលអាចញ៉ាំបាន Isaac Knife Face កម្រមានណាស់ជាវត្ថុវិញ្ញាណដ៏មានតម្លៃដែលត្រូវបានដាំដុះដោយសត្វអមតៈពីបុរាណដែលមានតម្លៃមិនធម្មតាគាត់បានសម្លឹងមើលទៅលើសត្វដែលកំពុងតែលូតលាស់ខាងវិញ្ញាណម្ដងទៀតហើយការវិតម្លៃរបស់ប្រព័ន្ធបានផ្លាស់ប្ដូរតម្លៃមិនធម្មតាតើវាអស្ចារ្យប៉ុណ្ណានៅពេលដែល Lu Cheng បានដឹងថានេះជាម្ដាយរបស់ Isaro J Crystal Face ដែលមានសមត្ថភាពចិញ្ចឹមរាប់មិនអស់នោះទីបំផុតគាត់បានយល់អំពីធម្មជាតិដ៏អស្ចារ្យនៃអំណោយចៃដន្យនេះ Isaro J Crystal Face Model ឥឡូវនេះគ្រាន់តែប្រើចុងម្រាមដៃវែងមើលពីក្នុង10មាត់តូចរបស់វាបើកបន្តិចដកដង្ហើមចូលនឹងចេញបើគ្មានធម៌ពលដ៏ទេវភាពទេ Lu Cheng ប្រហែលជាមិនអាចដឹងពីអាចកំបាំងដែលលាក់ក្នុងដង្ហើមរបស់សត្វនេះបានទេប៉ុន្តែឥឡូវនេះជាមួយនឹងភាពរំជើបរំជួននៃធម៌ពលដ៏ទេវភាពរបស់គាត់នៅចន្លោះចិញ្ចើមរបស់គាត់អាចរកឃើញយ៉ាងច្បាស់នៅខ្យល់ដ៏តូចមួយនិងគ្មានដែនកំណត់ជាមួយនឹងដង្ហើមនីមួយហើយខ្យល់ខ្សឹបនេះគឺជាធម៌ពលខាងវិញ្ញាណរឿងព្រេងនិទានធម៌ពលខាងវិញ្ញាណរឿងព្រេងនិទានទោះបីជា Lu Cheng មិនបានដឹងពីលក្ខណៈជាក់លាក់នៃធម៌ពលខាងវិញ្ញាណរឿងព្រេងនិទាននេះក៏ដោយក៏គាត់ប្រកាសថាវាជារបស់ដែលពិតនិង Ethereal វាគ្រាន់តែជាដានតូចមួយប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីបានលូនចូលនឹងស្រុបពី3ដងរួចមក Lu Cheng នៅតែអាចមានអារម្មណ៍ថាវិញ្ញាណរបស់គាត់លោតឡើងដោយបញ្ចេញនូវអារម្មណ៍នៃការលួងលោមដ៏លើសលប់មានអារម្មណ៍ថាអស្ចារ្យវាប្រែថាមេត្រី Isaro J Crystal Face នេះមិនត្រឹមតែបង្កាត់ពូជ Isaro J Crystal Face ប៉ុណ្ណោះទេប៉ុន្តែថែមទាំងស្រូបយកអុកស៊ីសែនពីខ្យល់ផងដែរដែលបំលែងវាទៅជាធម៌ពលខាងវិញ្ញាណដ៏បរិសុទ្ធវាគ្មានអ្វីចម្លែកទេដែលចំណាពន្យល់ពណ៌នេះអំពី Isaro J Crystal Face នេះថាជាវត្ថុវិញ្ញាណដ៏មានតម្លៃដែលត្រូវបានដាំដុះដោយមនុស្សអមតៈពីបុរាណប្រហែលជាធម៌ពលខាងវិញ្ញាណដែលបង្កើតដោយ Isaro J Crystal Face តែមួយនឹងមិនមានន័យច្រើនទេប៉ុន្តែ Lu Cheng ដែលមានម្ដាយ Isaro J Crystal Face មានអារម្មណ៍ថាមានការពិតមួយរំពេចហើយមហិច្ឆតារបស់គាត់បានក្លាយជាធំប្រសិនបើខ្ញុំមាន Isaro J Crystal Face កាន់តែច្រើនតើខ្ញុំអាច Lu Cheng ទម្លាយទេវកថានឹងរឿងព្រេងហើយថែមទាំងមានឱកាសបណ្ដុះភាពអមតៈនៅពេលដែលគំនិតនេះចាប់បានវាបានក្លាយទៅជាមិនឈប់ឈរគំនិតនេះមិនមែនជារឿងមិនពិតឬឆោតល្ងងទេពីព្រោះគាត់មានវត្ថុខាងវិញ្ញាណដែលអាចបំផ្លាញទៅជាប្រភពនៃធម៌ពលខាងវិញ្ញាណកាលពីអតីតកាលនិងឥឡូវនេះមនុស្សបានចាត់ទុកការដាំដុះអមតៈជាទេវកថានឹងរឿងព្រេងតែប៉ុណ្ណោះដោយសារតែផែនដីត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនិងបំពុលដោយមនុស្សធ្វើឲ្យបាត់បង់ធម៌ពលខាងវិញ្ញាណដ៏សំខាន់ពីបុរាណរបស់វាដូច្នេះចុះបើឥឡូវនេះគាត់អាចគ្រប់គ្រងប្រភពនៃធម៌ពលខាងវិញ្ញាណវាគឺជាគំនិតដ៏ប្រៃផ្សៃនិងគួរឲ្យភ្ញាក់ផ្អើលមួយបណ្ដុះភាពអមតៈសម្រេចបាននៅអមតៈតើអ្នកណាក្នុងចំណោមសត្វអមតៈពីបុរាណដែលមិនមានសមត្ថភាពបំផ្លាញស្ថានសួគ៌និងផែនដីដោយកាយវិការតែមួយLu Cheng ដកដង្ហើមធំទប់អារម្មណ៍រំភើបរបស់គាត់បន្តិចម្ដងខណៈដែលគំនិតនេះមានការភ្ញាក់ផ្អើលគាត់ក៏មិនដឹងពីរបៀបចាប់ផ្ដើមបណ្ដុះវាដែរគាត់បានធ្វើឲ្យខ្លួនគាត់ស្ងប់ហើយបានផ្ដល់អាហារដល់ម្ដាយរបស់ Isaro J Crystal Face មួយដូសនៃខ្លឹមសារដ៏ទេវភាពប៉ុន្តែប្រព័ន្ធបានរាយការណ៍ថាវាបានឈានដល់ភាពពេញវ័យហើយលែងត្រូវការខ្លឹមសារដ៏ទេវភាពរបស់ Lu Cheng ទៀតហើយ
มาติกายหมอนี้บ้านធ្វើឲ្យលូ Cheng មានអារម្មណ៍មិនសប្បាយចិត្តគាត់បានមើល Iseroji Crystal Face Model លេចទៅបាត់ដប់ដោយសម្រាប់ដោយបិទភ្នែកគាត់គ្រាន់តែអាចដាក់ដប់ដោយប្រុងប្រយ័ត្នសម្រាប់ពេលនេះដោយខ្លាចរំខានដល់ការជាសះស្បើយរបស់សត្វបន្ទាប់ពីដោះស្រាយរឿងទាំងអស់នេះហើយជាមួយនឹងលក្ខខណ្ឌនៅតែមិនមានហើយ Iseroji Crystal Face រកមិនឃើញកន្លែងណានោះលូ Cheng បានត្រឡប់មកចាប់អារម្មណ៍លើរង្វាន់ដំណើរស្វែងរកវិញការបណ្ដុះនៅភាពអមតៈច្បាស់ជាសេចក្តីប្រាថ្នាដ៏មហិមាប៉ុន្តែសម្រាប់ពេលនេះលោកត្រូវផ្ដោតលើអ្វីដែលនៅចំពោះមុខគាត់កាលពីមុនការរកលុយបានច្រើនក្នុងមួយថ្ងៃប្រកាសជាឈឺក្បាលសម្រាប់គាត់ព្រោះគាត់គ្មានជំរឿផ្សេងក្រៅពីការខ្ចីប្រាក់ប៉ុន្តែអ្វីគឺខុសគ្នាលើនេះ5ការជ្រៀតចូលនិងការសងសឹកគាត់បានពិនិត្យរាជធានីរបស់គាត់តើគាត់អាចធ្វើអ្វីបានជាមួយនឹង100ពិន្ទុដែលប្រព័ន្ធផ្ដល់ឲ្យគាត់បន្ទាប់ពីបានរកហាងសត្វសាហាវម្ដងទៀតគាត់បានដឹងថាมันមានសត្វចិញ្ចឹមសត្វច្រើនទេដែលអាចរកបានសម្រាប់ការលក់ជាឧទាហរណ៍សូម្បីតែកូនឆ្មាធម្មតាដែលជាសត្វពាហនៈផែនដីដែលធ្លាប់ស្គាល់មានតម្លៃ100ពិន្ទុជាការពិតណាស់ឆ្មាមួយក្បាលគ្រាន់តែជាកូនឆ្មាធម្មតាប៉ុណ្ណោះប៉ុន្តែនៅពេលដែលលូ Cheng បានលុះវាដោយមានទំនាក់ទំនងជាមួយប្រព័ន្ធសត្វចិញ្ចឹមវាបានក្លាយទៅជាសត្វចិញ្ចឹមរបស់គាត់ពួកវាមិនត្រឹមតែអាចទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈតួលេខប៉ុណ្ណោះទេប៉ុន្តែសត្វចិញ្ចឹមក៏នឹងមានភាពស្មោះត្រង់ដោយគ្មានលក្ខខណ្ឌចំពោះម្ចាស់របស់វាផងដែរនេះគឺជាខ្លឹមសារនៃប្រព័ន្ធសត្វចិញ្ចឹមដូច្នេះហើយបើទោះបីជា100ពិន្ទុអាចត្រូវបានផ្លាស់ប្ដូរសម្រាប់កូនឆ្មាក៏ដោយវាពិតជាបទពិសោធន៍ដ៏អស្ចារ្យម្យ៉ាងវិញទៀតសត្វឆ្កែនិងចចកនឹងត្រូវចំណាយអស់300ពិន្ទុសូម្បីតែស្តេចសត្វតោនិងខ្លារបស់ផែនដីក៏អាចទទួលបានជាង700ពិន្ទុដែរជាការពិតណាស់ទាំងនេះគឺជាសត្វដែលមានដើមកំណើតនៅលើផែនដីច្បាស់ណាស់ក្នុងចន្លោះតម្លៃពិន្ទុ1000តោនិងខ្លារបស់ផែនដីមិនស្ថិតនៅកំពូលនៃគំនូរមនុស្សទេពួកគេស្ទើរតែបានកាន់កាប់ចំណុចតម្លៃខ្ពស់គួរសមក្នុងចំណោមភពជាច្រើនទៀតសត្វលូ Cheng បានឃើញ Menghong Holy Scarab ពីភព Hollywood អាចត្រូវបានលុះសម្រាប់ពិន្ទុខ្ពស់បំផុតក្រៅពី Menghong Holy Scarab នេះមានស្តេចសត្វជាច្រើនផ្សេងទៀតនៅលំដាប់កំពូលដែលមានតម្លៃ1000ពិន្ទុប៉ុន្តែសត្វតោខ្លានិងខ្លាឃ្មុំខ្មៅរបស់ផែនដីមិនអាចសូម្បីតែសង្ឃឹមថានឹងឈានដល់ចំណុចកំពូលនៃពីរ៉ាមីតសត្វលូ Cheng មិនចាំបាច់លុះស្តេចសត្វទាំងនេះដើម្បីបំពេញបេសកកម្មរបស់គាត់ទេបន្ទាប់ពីបានពិចារណាមួយសន្ទុះគាត់ក៏មានគំនិតមួយជាសញ្ញានៃស្នាមញញឹមត្រជាក់លេងលើផ្ទៃមុខរបស់គាត់ដោយពាក្យថាសងសឹកមិនដែលយឺតពេលទេកាលពីមុនលូ Cheng គ្រាន់តែជាអ្នកចាញ់ដែលមិនសំខាន់ដែលត្រូវបានសម្លុតដោយអ្នកមានអំណាចនិងស្កប់ស្កល់ហើយគាត់អាចស៊ូទ្រាំវាបានត្រឹមតែស្ងៀមស្ងាត់ប៉ុណ្ណោះប៉ុន្តែឥឡូវនេះជាមួយនឹងប្រព័ន្ធសត្វចិញ្ចឹមគាត់បាននឹកឃើញភ្លាមនៅប្រាក់ខែពាក់កណ្ដាលខែដែលបុរសចំណាស់នោះបានរក្សាទុក Exchange System ដូរខ្ញុំសម្រាប់ Hercules and Spram ក្នុងមួយវិនាទីលូ Cheng មានគំនិតមួយការវែកញែករបស់គាត់គឺសាមញ្ញចាប់តាំងពីគាត់ត្រូវបានគេធ្វើបាបគាត់តែងតែស្វែងរកការសងសឹកនៅពេលដែលគាត់អាចធ្វើបានតាមពិតទៅសូម្បីតែបងប្រុសរបស់គាត់ឈ្មោះ Luo Daniel ក៏មិនយល់ពីចរិតរបស់ Luo Cheng ដែរជាទូទៅ Luo Cheng ហាក់ដូចជាយុវជនដែលមានចិត្តល្អតែងតែលបួងឲ្យក្រោកឈរឡើងចំពោះអ្វីដែលខុសទោះជាយ៉ាងណានេះមិនមានន័យថាគាត់មានចិត្តទន់ខ្សោយទេបើទោះបីជាគាត់គឺវាអាស្រ័យលើគោលដៅនៅក្នុងចិត្តរបស់គាត់ Luo Cheng មានស្តង់ដារផ្ទាល់ខ្លួនរបស់គាត់ដោយបែងចែករវាងល្អនិងអាក្រក់អ្វីដែលគួរធ្វើនិងមិនគួរធ្វើលើកនេះគាត់មានបំណងប្រើឱកាសដែលបង្ហាញដោយបេសកកម្មនេះដើម្បីសងសឹកការសម្លុតដែលគាត់បានទទួលរងកាលពីម្សិលមិញការសងសឹករបស់សុភាពបុរសមិនដែលយឺតពេលទេសូម្បីតែ10ឆ្នាំក្រោយLuo Cheng មានអារម្មណ៍ថាទោះបីគាត់ស៊ូទ្រាំវាបានតែមួយយប់ទៀតក៏ដោយគាត់នឹងបាត់បង់ភាពជាបុរសពីមុនគាត់ខ្វះសមត្ថភាពហើយភាពខុសគ្នានៃអំណាចរវាងពួកគេគឺអស្ចារ្យណាស់ដែលគាត់អាចធ្វើដូចជាចៅប្រុសដោយគ្មានហេតុផលដើម្បីគំរាមកំហែងសងសឹកប៉ុន្តែឥឡូវនេះទោះបីជា Luo Cheng នៅតែជា Luo Cheng សូម្បីតែជាមួយនឹងប្រព័ន្ធសត្វចិញ្ចឹមដែលទើបទទួលបានថ្មីក៏ដោយក៏គាត់មានវាសនាច្រើនជាងមនុស្សធម្មតាអាចផ្គូផ្គង់បានដូរស្រមោចឈ្មោល5ក្បាល10ពិន្ទុក្នុងមួយក្បាល50ពិន្ទុបន្ទាប់ពីមានការដាស់តឿន Luo Cheng បានយកគ្រាប់ស្រមោចឈ្មោល Hercules ចំនួន5ពីកន្លែងចិញ្ចឹមរបស់គាត់ប្រភេទសត្វចម្លែកទាំង5នេះច្បាស់ជាមានសក្តានុពលខ្លាំងជាងស្រមោចដ៏ខ្លាំងបំផុតរបស់ផែនដីដោយគិតអំពីខ្លឹមសារដ៏ទេវភាពចំនួន6ដែលនៅសល់របស់គាត់គ្រាន់តែផ្ដល់អាហារដល់គ្រាប់នីមួយនៃសុទ្ធទាំង5ខ្ទេចដោយមានសម្លេងបន្លឺឡើងសត្វតូចពណ៌ស្វាយខ្មៅចំនួន5បានផុសចេញពីសម្បកពងរបស់វាហើយចាប់ផ្ដើមលេបបាត់សម្បកគ្រាប់មិនយូរប៉ុន្មានពួកវាបានធំធាត់ទៅជាស្រមោចដ៏ធំសម្បើមបាទសូម្បីតែស្រមោចធម្មតាក៏ដោយក៏ទម្ងន់របស់ពួកវាពិតជាអាចត្រូវបានគេពិពណ៌នាថាធំសម្បើមព្រោះពួកវានីមួយមានទំហំនិងភាពរឹងរបស់សណ្ដែកម៉ងនិងប្រវែងនៃសន្លាក់ម្រាមដៃស្រមោចឈ្មោល Hercules ពេញវ័យមកពី Flowering Star Realm អាចលើកទម្ងន់ខ្លួនឯងបាន500ដងនិងអូសបាន300ដងពួកវាជាបុរសខ្លាំងពិតប្រាកដនេះជាការណែនាំដល់ស្រមោចឈ្មោល Hercules ទាំង5ក្បាលប្រហែលជាទំហំរបស់វាមានទំហំតូចជាងបើប្រៀបធៀបទៅនឹងសត្វដទៃទៀតឬប្រហែលជាពួកវាគ្រាន់តែជាសត្វដែលនៅឆ្ងាយពីភាពអាចប្រកួតប្រជែងនឹង Iseroji Crystal Face កម្រិតវិញ្ញាណដូច្នេះទោះបីជា Luo Cheng បានផ្ដល់អាហារដ៏ទេវភាពដល់ពួកគេម្ដងក៏ដោយបន្ទាប់ពីទទួលទានគ្រាប់ពូជនិងសម្បកសុទ្ធពួកគេបានឈានចូលពេញវ័យយ៉ាងឆាប់រហ័សតើពួកគេមានទម្ងន់1 ក្រាមទេឬតិចជឿច្រើន Luo Cheng មិនដឹងទេប៉ុន្តែទោះបីជាវាមានទម្ងន់0.1 ក្រាមក៏ដោយស្រមោច Hercules ឈ្មោះនីមួយអាចលើកបាន150ក្រាមនិងអូសបាន300ក្រាមលទ្ធផលនេះពិតជាមិនគួរឲ្យជឿប៉ុន្តែការពិតនៅទីនោះបន្ទាប់មក Luo Cheng តាមរយៈការភ្ជាប់គំនិតរបស់គាត់បានបញ្ជាឲ្យពួកគេលើកពែងនៅលើតុកុំព្យូទ័រពែងកែវរួមទាំងទឹកនៅខាងក្នុងគួរតែមានទម្ងន់លើសពី500ក្រាមឬ1ផោនទោះជាយ៉ាងណាក៏ដោយចំណុចខ្មៅតូចទាំង5នេះជាមួយនឹងកម្លាំងរួមបញ្ចូលគ្នារបស់ពួកគេបានលើកពែងនិងស្រោចទឹក1គីឡូក្រាម
ពិតជាអាម៉ាស់ណាស់ប្រសិនបើខ្ញុំអាចរៀនជំនាញម្ចាស់ផ្ទះ Divine Essence Enhancement ខ្ញុំស្រមៃថាក្មេងតូចទាំង5នាក់នេះនឹងអាចលើកទម្ងន់ដ៏គួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតលូឆេងបានលន់មាត់ដោយការសោកស្ដាយប៉ុន្តែក៏ដោយការពេញចិត្តផងដែរដោយប្រើខ្សែដៃក្តៅក្រហមគាត់បានទម្លុះរន្ធមួយនៅក្នុងមុខប៊ិចគ្របតាមរយៈទំនាក់ទំនងដ៏ពិសេសមួយរវាងម្ចាស់និងសត្វចិញ្ចឹមរបស់គាត់ស្រមោច Hercules ចំនួន5ក្បាលបានវាចូលទៅក្នុងប៊ិចមួយបន្ទាប់ពីមួយផ្សេងទៀតបន្ទាប់មកលូឆេងបានភ្ជាប់ប៊ិចបាល់ទៅនឹងហោប៉ៃសូដននៃអាវរបស់គាត់តើនរណាអាចដឹងថាលូឆេងកំពុងកាន់ស្រមោចដ៏កាចសាហាវចំនួន5នាក់ជាមួយនឹងពុបដ៏ស្រទន់លូឆេងបានចាក់ចេញពីផ្ទះជួលរបស់គាត់ដោយដឹកស្រមោចដ៏កាចសាហាវទាំង5ក្បាលប្រហែល1ម៉ោងក្រោយមកគាត់បានចុះពីឡានតាក់ស៊ីហើយមកដល់មហាវិថីហឺស៊ីលេនៅទីនេះហើយមិនបាច់មានការផ្លាស់ប្ដូរទេអរគុណនៅក្រោមការសម្លឹងចង់ដឹងចង់ឃើញរបស់អ្នកបើកតាក់ស៊ីលូឆេងពេលនេះស្លៀកពាក់ឈុតខ្លីរបស់ជាងម៉ាស៊ីននិងកាន់ប្រអប់ឧបករណ៍រួចក៏ចុះចេញពីតាក់ស៊ីយ៉ាងលឿនជាក់ស្ដែងអ្នកបើកតាក់ស៊ីកម្រិតជួបប្រទេសនឹងមេកានិកដែលផ្ដល់តម្លៃការងារខ្ពស់ហើយមានចិត្តទូលាយណាស់យុវជននោះបានឲ្យព្រះអាទិត្យក្រហមដល់គាត់ហើយនៅមានការផ្លាស់ប្ដូររាប់សិបយន្តលូឆេងបានកែចិញ្ចើមដែលស្អិតជាប់នឹងពុកចង្ការមិនពិតក្រាស់មុនពេលបាត់ជ្រុងហើយធ្វើដំណើរឆ្ពោះទៅផ្ទះវីឡាក្នុងសង្កាត់អ្នកមានដ៏ល្បីល្បាញរបស់ទីក្រុងតាមការរំពឹងទុកគាត់ត្រូវបានសន្តិសុខស្ទាក់ចាប់បានភ្លាមទោះជាយ៉ាងណាក៏ដោយលូឆេងដែលបានរៀបចំយ៉ាងល្អពឹងផ្អែកលើសម្លៀកបំពាក់បុគ្គលិកថែទាំរបស់គាត់និងព័ត៌មានតាមអ៊ីនធឺណិតអំពីម្ចាស់វីឡាដើម្បីទទួលបានការចូលប្រើប្រាស់ដោយជោគជ័យនៅអគារវីឡានេះដែលពិបាកសម្រាប់មនុស្សសាមញ្ញចូលអ្វីដែលហៅថា bluffing ជាមួយនឹងសន្តិសុខយោធាយ៉ាងតឹងរ៉ឹងគឺគ្រាន់តែថាក្រោមការកញ្ញារបស់អ្នកដែលមានចេតនាទុច្ចរិតវានឹងពោពេញទៅដោយកំហុសសំបីតែឥឡូវនេះបាទអ្នកភ្នែកឆ្កែដែលមើលងាយអ្នកដទៃគាត់ជេរយ៉ាងស្ងៀមស្ងាត់លូឆេងមិនចង់ប្រកែកជាមួយសន្តិសុខដែលក្រអ៊ឺតក្រទុំដែលស្ទើរតែមើលគាត់បានចំណាយពេលជាង10នាទីដើម្បីស្វែងរកវីឡារបស់ឆេនជីនខេងបន្ទាប់មកដោយឆ្លៀតយកប្រយោជន៍ពីការពិតដែលថាគ្មាននរណាម្នាក់នៅក្បែរនោះគាត់បានគេចពីជួរកាមេរ៉ាខ្លំមើលហើយលាក់ខ្លួនយ៉ាងលឿននៅក្នុងវាលស្មៅបៃតងនៅកន្លែងងឹតមួយរងចាំ5អំណាចនៃលុយមិនយូរប៉ុន្មានមេឃក៏ងឹតបន្តិចម្ដងជិតម៉ោង7ល្ងាចជើហ្វាយដែលគាត់រងចាំទីបំផុតបានបើកឡានអេលដៃ6ពណ៌ខ្មៅតាមកញ្ចក់មុខលូឆេងអាចមើលឃើញស្ត្រីស្លៀកពាក់ភ្លឺស្វាងម្នាក់នៅក្នុងកៅអីអ្នកដំណើរវាហាក់ដូចជានាងត្រូវតែជាស្រីកំណាន់របស់បុរសមេឌីតេរ៉ាណេមកដល់ចំណុចនេះលូឆេងដឹងថាបេសកកម្មរបស់គាត់បានសម្រេចពាក់កណ្ដាលហើយគាត់មិនប្រញាប់ប្រញាល់ទេឥឡូវនេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការធ្វើកូដកម្មទេបន្ទាប់ពីគិតមួយផ្លែតគាត់បានជ្រមុជខ្លួនគាត់ម្ដងទៀតនៅក្នុងរូបភាព 3D នៃសត្វចិញ្ចឹមនៅក្នុងពេទ្យ System Store យ៉ាងណាមិញពួកវាមានចំណារពន្យល់អំពីសត្វចម្លែករាប់មិនអស់ដូច្នេះពេលវេលានឹងមិនមានបញ្ហាទេមុននឹងដឹងថាងឹតសូនឈឹងហើយម៉ោង11យប់លូឆេងគិតថាវាដល់ពេលហើយគាត់បានយកដបទឹកចេញពីប្រអប់ឧបករណ៍របស់គាត់បំពេញក្រពះរបស់គាត់ជាមួយនឹងនំបងហើយបន្ទាប់មកបានហៅស្រមោចឈ្មោលខ្មៅពណ៌ស្វាយខ្មៅដ៏រឹងមាំចំនួន5ក្បាលចេញពីប៊ិចរបស់គាត់ចូលទៅខាងក្នុង Go. លូឆេងបញ្ជាដោយក្តីរំភើបហើយស្រមោច Hercules ចំនួន5បានវាក្នុងល្បឿនគួរឲ្យភ្ញាក់ផ្អើលឆ្ពោះទៅផ្ទះវីឡាដែលមានចម្ងាយរាប់សិបម៉ែត្រវីឡានេះជាផ្ទះមួយក្នុងចំណោមកន្លែងឈប់ញឹកញាប់របស់ឆេនយៀនខេងបន្ទាប់ពីមើលស្រមោចបាត់ពី3នាទីលូឆេងបានបិទភ្នែករបស់គាត់ហើយបដូរការផ្ដោតអារម្មណ៍របស់គាត់ទៅស្រមោច Hercules មួយគាត់មិនដឹងថាស្រមោចមានចក្ខុទេប៉ុន្តែគាត់ដឹងថាស្រមោច Hercules ទាំង5នេះមកពីភពផ្សេងមានវាទោះបីជាការបង្ហាញរបស់វាខុសគ្នាខ្លាំងពីមនុស្សក៏ដោយការបកប្រែចក្ខុវិស័យរបស់មនុស្សម្នាក់ទៅសត្វចិញ្ចឹមគឺជាសក្តានុពលដែលមាននៅក្នុងប្រព័ន្ធប៉ុន្តែវាមានកម្រិតកំណត់ជាមួយនឹងកម្លាំងថាមពលដ៏ទេវភាពបច្ចុប្បន្នរបស់លូឆេងដែលមាន11ពិន្ទុគាត់ត្រូវបានកំណត់ត្រឹម110ម៉ែត្រប៉ុន្តែនោះគ្រប់គ្រាន់ហើយចក្ខុវិស័យដើមរបស់គាត់បានងឹតមួយសន្ទុះហើយបន្ទាប់មកមានទិដ្ឋភាពប្លែកនិងប្លែកមួយបានលេចឡើងនៅចំពោះមុខគាត់មិនដូចការមើលឃើញរបស់មនុស្សទេចក្ខុវិស័យរបស់ស្រមោច Hercules មិនត្រូវបានកំណត់លក្ខណៈដោយរូបភាពនិងពន្លឺនោះទេប៉ុន្តែដោយពណ៌រស់រវើកចក្ខុវិស័យរបស់ពួកគេខ្វះ3វិមាត្រឬកម្ពស់ប៉ុន្តែជាស៊េរីនៃបន្ទាត់ linear បង្កើតជាគ្រោងនៃគ្រប់វត្ថុនិងសត្វមានជីវិតនេះគឺជាអារម្មណ៍នៃការមើលឃើញរបស់ស្រមោច Hercules លូឆេងបានចំណាយពេលមួយរយៈដើម្បីសម្របតាមចក្ខុវិស័យពិសេសរបស់ស្រមោចដោយយល់ច្បាស់ពីស្រមោចឈ្មោលដែលបច្ចុប្បន្នត្រូវបានបង្ខាំងនៅក្នុងបន្ទប់ទទួលភ្ញៀវនៅជាន់ទី1ទៅជាន់ទី2រកមើលបន្ទប់ដែលមនុស្សនៅស្រមោចឈ្មោល Hercules មិនយល់ច្បាស់ថាជាន់ទី2និងបន្ទប់នោះជាអ្វីទោះជាយ៉ាងណាក៏ដោយការប្រស្រ័យទាក់ទងតាមប្រព័ន្ធ telepathic មានអត្ថប្រយោជន៍ក្នុងការបញ្ជូនអត្ថន័យជាក់លាក់ដោយមិនចាំបាច់ត្រូវការពន្យល់ដោយពាក្យសម្ដីដូច្នេះដូចជាទាហានពូកែពេលទទួលបានបញ្ជាពីមេបញ្ជាការស្រមោចឈ្មោលភ្លាមឈប់ដេកនៅជាន់ទី1ហើយឡើងទៅជាន់ទី2ដើម្បីរកបន្ទប់ដែលមនុស្សនៅនោះនៅពេលដែលស្រមោចឈ្មោលទាំង5ចូលទៅក្នុងបន្ទប់មួយលូចេងភ្លាមបាននាសម្លេងធ្ងន់និងដកដង្ហើមធ្ងន់បន្ទាប់ពីបានផ្អាកមួយរយៈគាត់បានដឹងថាមានអ្វីកើតឡើងគាត់មិនអាចជួយអ្វីបានទេក្រៅពីសាយចំអុកពីខាងក្នុងថាចាំមើលថាតើអ្នកអាចបន្តការបោកបញ្ឆោតរបស់អ្នកបានដល់ពេលណាគាត់បានប្រងើយកន្តើយចំពោះបុរសនិងស្ត្រីដែលកំពុងរំកិលខ្លួននៅលើគ្រែដោយឥតឈប់ឈរជាមួយនឹងចក្ខុវិស័យរបស់ស្រមោចឈ្មោលរបស់គាត់លូឆេងអាចមើលឃើញតែគ្រោងនៃសាកសពមនុស្សប៉ុណ្ណោះចលនាខ្លាំងមិនមានរយៈពេលយូរទេដោយផ្អាកប៉ុន្មាននាទីក្រោយមកជើហ្វាយថ្ងៃនេះឯងមានកម្លាំងខ្លាំងជាងពេលមុនទៅតើអ្នកបានដកកំហឹងរបស់អ្នកមកលើនាងទេព្រោះអ្នកមិនអាចយកក្មេងស្រីស្លូតត្រង់នោះបានការពីម្សិលមិញទេខ្ញុំមិនខ្វល់ទេនាងមិនមែនជាអ្នកជំនួសទេអ្នកត្រូវតែធ្វើវាឲ្យដល់នាងបន្ទាប់ពីពួកគេផ្អាកស្ត្រីនោះបាននិយាយដោយសំឡេងដ៏ស្រទន់ធ្វើឲ្យលូឆេងគវិសបំផាសដួលគាត់រឹតតែតក់ស្លុតនិងខកចិត្តខ្លាំងឡើងព្រោះសំឡេងរបស់នាងស៊ាំខ្លាំង
ខ្ញុំមិននឹកស្មានដល់ខ្ញុំមិននឹកស្មានថានាងបែបនេះសុបិនរបស់នាយគ្រីត្រូវខ្ទេចខ្ទាំបើមានអ្វីមួយនារីម្នាក់នេះគឺគ្មាននរណាក្រៅពីសឿលើដែលជាសម្រស់ដ៏ល្បីពីក្រុមហ៊ុនរបស់គាត់នោះទេនៅមុនយប់នេះលើមានន័យដូចនឹងភាពត្រជាក់និងភាពស្រស់ស្អាតចំពោះបុរសទាំងអស់នៅទីនោះប៉ុន្តែគាត់មិននឹកស្មានថាផ្ទៃខាងក្រៅដ៏ស្រស់ស្អាតនេះជាទង្វើទាំងអស់នៅក្រោមអំណាចនៃលុយភាពត្រជាក់បានคล้ายទៅជារឿងកំប្លែងហើយអ្វីដែលហៅថាភាពត្រជាក់បានคล้ายទៅជាពាក្យជេរបេះដូងរបស់លូឆេងបានបំបែកហើយគាត់មានអារម្មណ៍ថាដូចជាការស្រមើស្រមៃរបស់គាត់ត្រូវបានបំបែកវាត្រូវចំណាយពេលយូរដើម្បីដកដង្ហើមរបស់គាត់សើចដាក់ខ្លួនឯងហើយនិយាយថាហេតុអ្វីបានជាខ្ញុំត្រូវខកចិត្តស្ត្រីនេះមិនមែនជាមនុស្សដែលខ្ញុំអាចដោះស្រាយបានពីមុនមកទេហើយឥឡូវនេះខ្ញុំមានសមត្ថភាពខ្ញុំមិនខ្វល់ទៀតទេឆ្ពោះទៅស៊ើឬលោកលូឆេងគឺដូចជាបុគ្គលិកប្រុសផ្សេងទៀតនៅក្នុងក្រុមហ៊ុនមួយគាត់មានក្តីសង្ឃឹមតិចតួចនៅក្នុងចិត្តពោលគឺការស្រមើស្រមៃថាត្រូវបានទេពធីតាពេញចិត្តដោយនឹកស្មានមិនដល់នៅថ្ងៃណាមួយប៉ុន្តែគាត់មិនមានទំនុកចិត្តឬភាពក្លាហានច្រើនក្នុងការចូលទៅចិត្តនាងនោះទេដូច្នេះហើយទោះបីជាលូឆេងឈឺភ្លាមក៏ដោយក៏គាត់ទុកវាចោលបន្ទាប់ពីដកដង្ហើមរបស់គាត់ហើយមិនមានអារម្មណ៍សោកសៅពេកទេបេះដូងរបស់គាត់ស្ថិតក្នុងភាពច្របូកច្របល់មួយផ្លែតប៉ុន្តែគាត់នៅតែអាចឮសំឡេងមោទនភាពរបស់ឆេនយិនខេងហាខ្ញុំត្រូវតែផ្ដល់សំណងដល់អ្នកអារ៉ាស្តូចអ្នកជាអ្នកនិយាយបែបនេះថ្ងៃស្អែកខ្ញុំនឹងទិញឡានទំនើបជូនណាស់បន្ទាប់ពីសើចរួចទឹកដមរបស់បុរសចំណាស់បានផ្លាស់ប្ដូរហើយគាត់និយាយដោយកំហឹងថាប្រសិនបើក្មេងនោះមិនបំផ្លាញផែនការរបស់ខ្ញុំកាលពីម្សិលមិញទេខ្ញុំនឹងទទួលលៃយេនៅជាយូរមកហើយកុំបារម្ភដែលរៀបណាលៃយេនៅតែនៅក្នុងក្រុមហ៊ុនតើនាងអាចគេចផុតពីការគ្រប់គ្រងរបស់អ្នកដោយរបៀបណាហ្វឺលើនិយាយយ៉ាងស្រទន់ទឹកដមរបស់គាត់បង្ហាញពីការច្រណែនអ្វីត្បិតតែគាត់ទទួលបានផលដែលមិននឹកស្មានដល់នៅយប់នេះក៏ដោយប៉ុន្តែការយកចិត្តទុកដាក់របស់ប្រធានាធិបតីគឺច្បាស់ណាស់មិនមែនមកលើគាត់នៅពេលនេះទេហេឯងនិយាយត្រូវហើយឥឡូវក្មេងនោះបាត់ទៅហើយខ្ញុំនឹងយកឡៃយេនៅចូលគេងនៅថ្ងៃស្អែកសិកក្នុងសង្គមសប្តាហ៍ថ្ងៃវាយូរណាស់មកហើយដែលខ្ញុំបានជួបមនុស្សស្រីស្លូតត្រង់បែបនេះតាមរយៈចក្ខុវិស័យនិងការស្ដាប់របស់ Hercules and លោក Lu Cheng បាននិយាយគ្រប់ពាក្យសន្ទនារបស់ពួកគេហើយកាន់តែស្ដាប់គាត់កាន់តែខឹងមួយគូអីហ្នឹងគាត់មិនមានបំណងចង់ប្រើអំពើហិង្សាដ៏ឃោរឃៅពីមុនមកនោះទេប៉ុន្តែឥឡូវនេះវាហាក់បីដូចជាប្រសិនបើគាត់បង្ហាញក្តីមេត្តាបន្តិចតើអ្នកណាដឹងថាតើបុរសចំណាស់ម្នាក់នេះនឹងធ្វើបាបមនុស្សស្រីប៉ុន្មានអ្នកទៀតនាពេលអនាគតគាត់មិនសូវខ្វល់ខ្វាយពីស្ត្រីដទៃទេប៉ុន្តែលៃយេនៅជាសិស្សនិងមិត្តរួមការងារមកពីសាលាដូចគ្នាជាអ្វីដែលគាត់មិនចង់ឃើញខូចខាតប្រហែលជាដោយសារតែការរួមភេទដ៏ខ្លាំងក្លារបស់ពួកគេស្រមោចឈ្មោះទាំង5ក្បាលដែលកំពុងតែសំមនុស្សបានរងចាំមួយសន្ទុះមុនពេលរកឃើញបុរសទាំងពីរកំពុងដេកលក់ដូច្នេះហើយស្រមោចឈ្មោះ Hercules បានកាន់កាប់ភ្លាមស្វែងរកឲ្យបានហ្មត់ចត់នាំយកអ្វីដែលមានតម្លៃដែលអាចយកទៅឆ្ងាយនៅពេលនេះ Lu Cheng ដែលរងចាំជាយូរមកហើយភ្នែករបស់គាត់ភ្លឺដោយភាពលោភលន់ដូចជាអុកញ៉ាក្នុងស្រុកបញ្ជាអ្នកបម្រើរបស់គាត់បានមើលងាយចោលលួចប៉ុន្តែអ្វីដែលគាត់កំពុងស្វែងរកឥឡូវនេះគឺជាការសងសឹក7អ្នកបម្រើដ៏កាចសាហាវដោយអ្នកបានដកប្រាក់ឈ្នួលរបស់ខ្ញុំសងគេ 1000 ដងស្រមោច Hercules 5ក្បាលដែលដឹកនាំដោយចក្ខុវិស័យរបស់ Lu Cheng បានយករបស់មានតម្លៃពីបន្ទប់ម្ដងមួយគ្រឿងអលង្ការលោហៈដ៏មានតម្លៃទម្ងន់ស្រាលបានក្លាយជាគោលដៅចម្បងរបស់សត្វចិញ្ចឹមសាច់ប្រាក់មួយដុំអង្គុយនៅលើទឹកក្បែរក្រែក្រឡេកមើលទៅឃើញប្រហែលជារាប់ម៉ឺនយន្តពួកគេបានយកវានាឡិកាម៉ាក Rolex ពណ៌មាសតម្លៃយ៉ាងតិច100ឬ200,000មែនទេពួកគេបានយកវាចិញ្ចៀនមាសក្រាស់មួយយកត្បូងមរកតចិញ្ចៀនត្បូងពេជ្រដែលមានវីនភាពដ៏សម្បូរបែបយកដែរ Tilda នេះត្រូវតែជាខ្សែពេជ្រដែលស៊ឺលឺបានដោះចេញមែនទេដោយគិតពីនារីដ៏ស្រស់ស្អាតប៉ុន្តែកាចសាហាវនេះដែលទើបតែបានសន្យាថានឹងជួយឆេនយិនខេងទទួលបានលៃយេនៅនោះចំណងស្នេហ៍ចុងក្រោយរបស់លូឆេងបានរសាត់បាត់ទៅហើយផ្លាស់ទីសរុបមកនៅក្រោមការណែនាំរបស់លូឆេងស្រមោច Hercules ទាំង5ក្បាលដូចជាពួកឈ្លានពានរបស់ជប៉ុនដែលចូលលុកលុយភូមិមួយបានដកចេញនៅរាល់វត្ថុមានតម្លៃតូចដែលពួកគេអាចយកបានយ៉ាងងាយស្រួលទោះជាយ៉ាងណាក៏ដោយសារតែចម្ងាយឆ្ងាយស្រមោចឈ្មោះទាំង5បានចំណាយពេលច្រើនដើម្បីផ្លាស់ទីវត្ថុនីមួយបន្ទាប់ពីរំកិលគ្រឿងអលង្ការ7ឬ8និងប្រាក់មួយដើមនាឡិកាបានឈានចូលពាក់កណ្ដាលអត្រាតហើយលែងមានចលនាទៀតហើយលូឆេងពិនិត្យនាឡិកាហើយបញ្ឈប់ស្រមោចឈ្មោះគាត់ចាំបានថាសន្តិសុខនៅវីឡាហ្វឺយមានការផ្លាស់ប្ដូរវេនគ្នានៅពាក់កណ្ដាលត្រាតហើយគាត់មិនអាចរំលងពេលវេលានោះចេញពីភាពលោភលន់បានទេទោះយ៉ាងណាក៏ដោយមុនពេលគាត់ចាក់ចេញគាត់មានកិច្ចការសំខាន់បំផុតមួយដែលត្រូវធ្វើនៅយប់នេះហើយគាត់ត្រូវតែបញ្ចប់វាជាមុនសិនភ្នែករបស់លូឆេងត្រជាក់ខ្លាំងនៅពេលដែលគាត់បានឲ្យសត្វចិញ្ចឹមរបស់គាត់បញ្ជាចុងក្រោយមិនយូរប៉ុន្មានសំឡេងសម្រែកបេះដូងក៏បន្លឺចេញពីជាន់ទី2នៃវីឡាសម្រែកពោពេញទៅដោយភាពអស់សង្ឃឹមនិងភ័យខ្លាចដោយយាសំឡេងយំនេះលូឆេងមានអារម្មណ៍ធូរស្រាលក្នុងការយកប្រអប់ឧបករណ៍ធ្ងន់ហើយប្រញាប់ទៅច្រកចេញរបស់វីឡាសូមអរគុណចំពោះការផ្លាស់ប្ដូរវេនគ្នាតាមពេលវេលារបស់ឆ្មាំសន្តិសុខនិងការបិទបាំងភាពងឹតលូឆេងបានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់ហើយឆ្ពោះទៅរកសម្បុកខ្លួនឯងផ្ទាល់ដោយសំឡេងគោះទ្វារបានបិទហើយលូឆេងនៅទីបំផុតបានដកដង្ហើមធូរស្រាលបាត់ពិសោធន៍ដ៏ចម្លែកក្នុងយប់នេះបានបំពេញភ្នែកគាត់ដោយក្តីរំភើបនិងរីករាយទស្សនវិស័យដ៏ចង្អៀតចង្អល់របស់គាត់ចំពោះជីវិតទីបំផុតបានក្លាយជាស្នាមញញឹមដ៏រីករាយបន្ទាប់ពីការសងសឹកនិងការប្រមូលផលដ៏ជោគជ័យនៅយប់នេះជាមួយនឹងកម្លាំងខំរបស់ស្រមោច Hercules ឈ្មោះចំនួន5ក្បាលលូឆេងអាចស្រមៃរួចហើយថាជីវ៉ាន់ស៊ុយចាស់នឹងត្រូវស៊ីសាច់ជាច្រើនដងបើទោះជាបុរសចំណាស់មានភាពក្លាហានក្នុងការប្រព្រឹត្តអំពើផិតក្បត់ក៏ដោយក៏គាត់នឹងគ្មានអំណាចក្នុងរយៈពេល1ឬ2ឆ្នាំដែរឡៃយេនៅនេះជាអ្វីទាំងអស់ដែលខ្ញុំអាចជួយអ្នកបានគាត់គិតចិត្តរបស់គាត់បានងាកទៅរកនារីសាមញ្ញម្នាក់នោះ
ហើយគាត់ក៏មិនអាចដកដង្ហើមបានដែរទោះបីជាអស់ពីកម្លាំងក៏ដោយស្រមោច Hercules មិនអាចគេចផុតពីស្រមោចបានទេការដែលវាអាចសម្រេចបាននេះបានធ្វើឲ្យលោកលូឆេងភ្ញាក់ផ្អើលរួចទៅហើយដោយទុកការរីករាយនៃការសងសឹកលូឆេងបានបើកប្រអប់ឧបករណ៍របស់គាត់ហើយពិនិត្យមើលរទេះរបស់គាត់នាឡិកាខ្សែក្រវ៉ាត់និងគ្រឿងអលង្ការពិបាកប៉ាន់ស្មានប៉ុន្តែសាច់ប្រាក់បន្ទាប់ពីរាប់បានប៉ុន្មាននាទីមកសរុបមានចំនួនជាង 17.100 យន់ជិត 20,000 យន់ស្ទើរតែស្មើនឹងប្រាក់ខែ 6 ខែធម្មតារបស់គាត់បូកនឹងប្រាក់រង្វាន់ប៉ុន្តែពេលនេះលូឆេងមានអារម្មណ៍ប្រងើយកន្តើយចំពោះប្រាក់នេះបន្ទាប់ពីឧបទ្ទវហេតុនៅយប់នេះគាត់ដឹងថាដែលរៀបណាគាត់មិនបង្ហាញអាចកំបាំងនៃប្រព័ន្ធសត្វចិញ្ចឹមលុយ 20,000 យន់នឹងមិនមានបញ្ហាអ្វីនោះទេគាត់បានក្រឡេកមើលទៅដបគ្រីស្តាល់ទឹកកកនៅលើតុកុំព្យូទ័ររបស់គាត់ហើយឃើញថា Isaac Crystal Face នៅតែសម្រាប់ដោយបិទភ្នែកគាត់ដឹងថាមហិច្ឆតារបស់គាត់ក្នុងការបណ្ដុះភាពអមតៈនឹងត្រូវផ្អាកសម្រាប់ពេលនេះបន្ទាប់ពីដាក់ស្រមោច Hercules ឈ្មោះ5ក្បាលទៅក្នុងដីនៃឆ្នាំងដើមត្រសក់ហើយឲ្យម្សៅនំប៉័ងមួយដុំមកនោះលូឆេងក៏ធ្លាក់ទៅលើក្រែហើយគេងលក់ស្រួលនៅយប់នោះគាត់យល់សប្តិឃើញរឿងជាច្រើនហើយចុងក្រោយដោយងឿងឆ្ងល់គាត់បានរកឃើញសាកសពដែលធ្លាប់ស្គាល់បានបោះចូលទៅក្នុងដៃរបស់គាត់នៅពេលដែលគាត់ចង់កាន់វាឲ្យតឹងគាត់ដឹងថាវាជាសុបិនទាំងអស់ដោយមានអារម្មណ៍ថាបាត់បង់បន្តិចលូឆេងបានភ្ញាក់ដឹងខ្លួនថាថ្ងៃត្រង់ហើយដោយចង់ចាំពីបេសកកម្មរបស់គាត់មិនខ្វល់ពីអារម្មណ៍របស់គាត់ទេហើយបានខ្ចប់ខោអាវនិងប្រអប់ឧបករណ៍របស់គាត់យ៉ាងប្រញាប់ចំណែកសម្ភារចាស់ក្នុងផ្ទះគាត់បានវាយកំទេចចោលដើម្បីរើសអេតចាយជាមួយក្លឹបកំសាន្តលាហើយអតីតកាលរបស់ខ្ញុំលូឆេងស្រែកដោយបញ្ចេញកំហឹងដូចគេស្បាត់នឹងរឿងពីអតីតកាលកូនកំឡោះឯងយំរឿងអីពីព្រលឹមលូឆេងទើបចេញពីផ្ទះពេលរត់ចូលផ្ទះម្ចាស់ដីនាងហាក់ដូចជាប្រញាប់ប្រញាល់ទៅប្រមូលថ្លៃជួលប៉ុន្តែនៅពេលដែលនាងចៃដន្យបានឃើញរបស់របរដែលត្រូវកំទេចចោលនៅលើឥដ្ឋមើលទៅហាក់ដូចជាឈឺចិត្តនិងខឹងសម្បាពេញផ្ទៃមុខរបស់នាងអេងស្ត្រីលោភលន់ព្រួយចិត្តយ៉ាងខ្លាំងពេលឃើញគ្រឿងខូចខាតទាំងអស់ធ្វើឲ្យនាងនិយាយមិនចេញលូឆេងសម្លឹងមើលស្ត្រីនោះដោយភាពខ្ពើមរអើមដែលមិនអាចបកស្រាយបានដោយនិយាយដោយទឹកមុខស្រងូតស្រងាត់ថាអ្នកណាស្អីរបស់ដែលវាកំទេចនោះមិនមែនជារបស់អ្នកទេហើយអ្វីបានជាណាពិបាកចិត្តយ៉ាងនេះអូត្រូវហើយខ្ញុំស្ទើរតែភ្លេចទៅហើយប្រដាប់ប្រដាដែលខូចទាំងនេះយ៉ាងហោចណាស់អាចលក់ទៅឲ្យស្ថានីយកែច្នៃសម្រាមបានក្នុងករណីនោះខ្ញុំនឹងធ្វើឲ្យអ្នកមានបញ្ហាដោយឃើញទឹកមុខមិនគួរឲ្យជឿនឹងក្រៀមក្រំរបស់នារីម្នាក់នោះលូឆេងបានលើកកម្រាមដៃកណ្ដាលរបស់គាត់យ៉ាងស្វិតស្វាញឆ្ពោះទៅផ្ទះជួលហើយលាទៅអគារចាស់ដោយមិនងាកក្រោយតាមពិតទៅប្រសិនបើលូឆេងមិនចូលចិត្តភាពលោភលន់របស់ស្ត្រីនោះគាត់នឹងមិននិយាយពាក្យគំរោះគំរើយដាក់ស្ត្រីនោះទេប៉ុន្តែស្ត្រីនេះពិតជាគួរឲ្យស្អប់ខ្ពើមណាស់គាត់នៅចាំបានថាប្អូនស្រីរបស់គាត់បានមកទីនេះដើម្បីស្នាក់នៅមួយយប់ប៉ុន្តែភ្លាមនោះគាត់បានបណ្ដេញនាងចេញដោយអះអាងថាបន្ទប់នេះគឺសម្រាប់តែការស្នាក់នៅតែមួយប៉ុណ្ណោះជាលទ្ធផលបងប្អូនបង្កើតទាំងពីរបានចំណាយពេលមួយយប់នៅខាងក្រៅហើយលូឃ្វេនបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺផ្ដាសាយគិតទៅមើលទឹកមុខរបស់លូឆេងដែលខឹងនឹងគាត់តែមិនអាចបដិសេធក្នុងការសម្អាតភាពរញ៉េញ៉ៃរបស់គាត់បានភាពពេញចិត្តមួយរំពេចមកលើគាត់វាបានប្រែក្លាយថាការស្មោះត្រង់ចំពោះចិត្តរបស់មនុស្សម្នាក់គឺគួរឲ្យភ្ញាក់ផ្អើលខណៈដែលគាត់កំពុងមានអារម្មណ៍រីករាយការជូនដំណឹងតាមប្រព័ន្ធមួយរំពេចនៅក្នុងចិត្តរបស់គាត់ថាមពលខាងវិញ្ញាណយមួយការជូនដំណឹងនេះបានធ្វើឲ្យលូឆេងស្រឡាំងកាំងមួយសន្ទុះប៉ុន្តែបន្ទាប់មកភាពរំភើបរីករាយបានហូរមកលើគាត់ថាមពលខាងវិញ្ញាណបានកើនឡើងវាទៅតែកើនឡើងតើអំណាចខាងវិញ្ញាណជាអ្វីវាជាកម្រិតសម្រាប់ការវិតម្លៃរបស់ប្រព័ន្ធដើម្បីរៀនជំនាញម្ចាស់ផ្ទះរបស់សត្វចិញ្ចឹមមនុស្សម្នាក់ត្រូវតែឈានដល់ដែនកំណត់ជាក់លាក់មួយនៅក្នុងថាមពលខាងវិញ្ញាណហើយការប្រើជំនាញទាំងនេះក៏ទាមទារវាផងដែរវាមានសារៈសំខាន់ជាងចំណុចគាត់បានបើកលក្ខណៈផ្ទាល់ខ្លួនរបស់គាត់ហើយបានរកឃើញភ្លាមថាគុណលក្ខណៈរបស់គាត់បានផ្លាស់ប្ដូរ Luo Cheng ពិន្ទុ50កម្លាំង7-10ភាពរហ័សរហួន7-10វិញ្ញាណ9-10ថាមពលដ៏ទេវភាព11ធ្នូជំនាញម៉ាស៊ីនប្រព័ន្ធចិញ្ចឹមថាមពលដ៏ទេវភាពកម្រិត1 Pet Space Ice Rouge Fish Mother *1*5 The energy limit of male 112បន្ទាប់ពីការគេងនឹងសម្រាប់មួយយប់ថាមពលដ៏ទេវភាពដែលមានត្រឹមតែ1ពិន្ទុការពីយប់មិញបានធូរស្បើយដល់11ពិន្ទុប្រហែលជាងើបឡើងវិញក្នុងអត្រា1ពិន្ទុក្នុង1ម៉ោងលោខេងមានការភ្ញាក់ផ្អើលនៅពេលដឹងថាការធ្វើជាមនុស្សដោយការចង្អុលដោយផ្ទាល់ទៅកាន់បេះដូងពិតរបស់មនុស្សម្នាក់អាចបង្កើនដែនកំណត់ខាងលើនៃថាមពលដ៏ទេវភាពទន្ទឹមនឹងនោះលោកក៏មានការសប្បាយចិត្តបន្តិចដែរយ៉ាងណាមិញនេះអនុញ្ញាតឲ្យគាត់ដឹងពីវិធីមួយផ្សេងទៀតដើម្បីបង្កើនដែនកំណត់ខាងលើនៃថាមពលដ៏ទេវភាពក្រៅពីការទទួលបានវាតាមរយៈបេសកកម្មបន្ទាប់ពីអាហារថ្ងៃត្រង់ខ្ញុំបានទៅហាងអ៊ីនធឺណិតហើយចំណាយពេលជិត1ម៉ោងនៅទីនោះទីបំផុតខ្ញុំបានរកឃើញការចុះបញ្ជីជួលដែលបំពេញតម្រូវការរបស់ខ្ញុំតាមរយៈភ្នាក់ងារអចលនទ្រព្យអនឡាញ 8 Helian Wu ជំរាបសួរតើនេះជាអ្នកនាង KOU លូឆេងភ្ញាក់ផ្អើលពេលបាននិយាយសំឡេងស្រីពេញវ័យដ៏រីករាយភ្លាមនោះគាត់បានសួរដោយសុភាពអញ្ចឹងតើអ្នកជានរណាស្ត្រីឈ្មោះ COU បានឆ្លើយតបអូវាបែបនេះខ្ញុំឃើញផ្ទះវីឡារបស់អ្នកសម្រាប់ជួលតាមអ៊ីនធឺណិតនាមត្រកូលរបស់ខ្ញុំគឺលូសុំទោសផ្ទះនេះលែងមានហើយខ្ញុំទើបតែផ្លាស់ប្ដូរចិត្តនៅនាទីចុងក្រោយខ្ញុំពិតជាសុំទោសដែលរំខានណាស់អូមិនអីទេលូឆេងងក់ក្បាលតិចទោះបីគាត់និយាយថាមិនអីក៏ដោយទឹកដុំរបស់គាត់ពោពេញទៅដោយភាពអាម៉ាស់ជាមួយនឹងការអស់24ម៉ោងវាមិនអាចទៅរួចទេក្នុងការស្វែងរកបរិយាកាសរស់នៅដែលសមរម្យសម្រាប់កិច្ចការបណ្ដោះអាសន្ននេះយ៉ាងឆាប់រហ័សពេលនេះពួកគេរកឃើញទីបំផុតភាគីម្ខាងទៀតបានផ្លាស់ប្ដូរចិត្តដូច្នេះគាត់ស្ទាក់ស្ទើរហើយសាកល្បងតើអ្នកពិតជាបានប្ដូរចិត្តហើយមិនចង់ជួលវាទេតម្លៃខ្ពស់មិនអីទេ
ឬខ្ញុំមិនជួយវាយូរទេតើ3ខែយ៉ាងម៉េចគួរឲ្យភ្ញាក់ផ្អើលភាគីម្ខាងទៀតនៅស្ងៀមមួយសន្ទុះបន្ទាប់ពីបានងារសំណើរបស់គាត់នៅពេលដែលលូឆេងគិតថាគ្មានសង្ឃឹមអ្វីទាំងអស់ភាគីម្ខាងទៀតបានខ្សឹបប្រាប់ថាលោកលូនិយាយតាមត្រង់ទៅខ្ញុំមានបញ្ហាហិរញ្ញវត្ថុនៅពេលនេះប៉ុន្តែខ្ញុំមិនអាចរកផ្ទះសម្រាប់រស់នៅបណ្ដោះអាសន្នបានទេដូច្នេះបើអ្នកមិនសុខចិត្តរស់នៅជាមួយគ្នាទេលូឆេងបានស្ដាប់នៅទឹកមុខខ្មាស់អៀនរបស់ភាគីម្ខាងទៀតប្រែថាស្ត្រីរូបនេះមានបញ្ហាហិរញ្ញវត្ថុទើបនាងមានគម្រោងជួលវីឡារបស់នាងប៉ុន្តែដោយហេតុផលមួយចំនួននាងស្រាប់តែសម្រេចចិត្តមិនជួលវាចេញព្រោះនាងគ្មានកន្លែងរស់នៅប៉ុន្តែបន្ទាប់ពីលូឆេងបានស្នើសុំនោះនាងពិតជាគ្រោងនឹងព្យាយាមជួលជន់ផ្ទាល់ដីនៃវីឡារបស់នាងទើបមានការឆ្លោះប្រកែកគ្នានាពេលបច្ចុប្បន្នខ្ញុំអាចបញ្ចុះថ្លៃជួលបានចុះ5,000ទេអត់ទេ3,000ខ្ញុំនឹងរស់នៅជាន់ខាងលើអ្នកនៅជាន់ក្រោមយើងនឹងចែករំលែកផ្ទះបាយនិងសួនច្បារខ្ញុំកម្រនឹងនៅផ្ទះនៅពេលថ្ងៃលើកលែងតែពេលយប់ដូច្នេះខ្ញុំមិនរំខានអ្នកច្រើនទេស្ត្រីដែលប្រើឈ្មោះហៅក្រៅ FIOU មានការព្រួយបារម្ភវាហាក់បីដូចជានាងពិតជាត្រូវបានគេចងសម្រាប់សាច់ប្រាក់បើមិនដូច្នោះទេតម្លៃនឹងមិនទាបខ្លាំងនោះទេ3,000ក្នុងមួយខែសម្រាប់វីឡាប្រណិតដែលមានទីធ្លាធំទូលាយសូម្បីតែមួយជាន់គឺជាការលួចហើយនាងកំពុងប្រថុយនឹងការចែករំលែកបន្ទប់ជាមួយមនុស្សចម្លែកមិនអីទេខ្ញុំនឹងនៅទីនោះមិនអីទេបន្ទាប់ពីស្ទាក់ស្ទើរមួយផ្លែតលូឆេងបានយល់ព្រមជាស្រេចគាត់មិនបានធ្វើវាដើម្បីអ្វីផ្សេងទេគឺគ្រាន់តែធ្វើឲ្យបេសកកម្មបានឆាប់ការពន្យាពេលណាមួយក្នុងការបំពេញបេសកកម្មដោយសារពេលវេលាកំណត់អាចប្រឈមនឹងការបរាជ័យហើយដោយការវិនិច្ឆ័យដោយអកកិរិយានិងភាពឆ្លាតវៃរបស់នាងគាត់មានអារម្មណ៍ថានាងមានភាពជឿជាក់ជាងមិនអីទេខ្ញុំមានពេលហើយស្ត្រីទល់មុខនិយាយដោយសេចក្តីរីករាយគេប្រញាប់ទៅដល់ទីតាំងនៅក្នុងបរិវេណផ្ទះវីឡាលំហែកាយទាន់សម័យមួយបានលេចឡើងនៅចំពោះភ្នែករបស់លូឆេងវីឡាពីរជាន់នេះមានផ្ទៃក្រឡាខាងក្នុងប្រហែល130ម៉ែត្រការ៉េនៅជាន់នីមួយមានសួនច្បារខាងមុខនិងខាងក្រោយដែលមានទំហំសរុបប្រហែល500ម៉ែត្រការ៉េក្អែកដ៏បរិសុទ្ធ3,000យន្តសម្រាប់កន្លែងដ៏ស្រស់ស្អាតបែបនេះពិតជាមានតម្លៃណាស់ពិតណាស់លូឆេងកាន់តែភ្ញាក់ផ្អើលនៅពេលដែលគាត់បានឃើញស្ត្រីដែលកំពុងរង់ចាំនៅខាងក្រៅផ្ទះវីឡាលួចបែបនេះវាពិតជាការភ្ញាក់ផ្អើលដែលមិននឹកស្មានដល់ស៊ឺហឺលើដែលមានសម្រស់ស្រស់ស្អាតស្រាប់ហើយមើលទៅមនុស្សស្រីម្នាក់នេះទើសក់ពណ៌ខ្មៅរលោងវែងរបស់នាងត្រូវបានប្រមូលខ្ពស់បង្ហាញដោយសត្វស្វាខ្សែគុជឃ្លុងដែលស្រោបលើស្បែកដ៏សំសួនរបស់នាងបញ្ចេញនូវបញ្ញានិងភាពស្ងប់ស្ងាត់ដែលមិនអាចពិពណ៌នាបានភ្នែករបស់នាងចែងចាំងនៅក្រោមចិញ្ចើមងឹតរោមភ្នែកវែងរបស់នាងច្រមុះដ៏ស្រទន់របស់នាងនិងបូមាត់ក្រហមទន់ល្មើយរបស់នាងនៅពេលដែលនាងឈរយ៉ាងគួរសមនិងស្ងប់ស្ងាត់នៅក្នុងសួនដែលមានខ្យល់បក់មកគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មិនថារូបរាងនិស្ស័យឬសូម្បីតែភាពឆើតឆាយដែលនាងបង្ហាញដោយអចេតនាក៏ដោយស៊ូហឺលឺដែលធ្លាប់ត្រូវបានចាត់ទុកថាជាស្ត្រីដ៏ស្រស់ស្អាតបំផុតរបស់ក្រុមហ៊ុនគឺទាបជាងស្ត្រីមុននាងយ៉ាងខ្លាំងអ្នកនាងខៀវយូលូឆេងចេញពីភាពស្រឡាំងកាំងបានឈានជើងទៅមុខហើយសួរដោយអន្ទេសាពិតណាស់ខ្ញុំមិននឹកស្មានថាលោកលូក្មេងបែបនេះទេឈ្មោះពិតរបស់ខ្ញុំគឺហេលៀនវឺគាត់មានន័យថាល្បីល្បាញលៀនមានន័យថាផ្កាឈូកហើយវឺមានន័យថាសុភាពរាបសារស្ត្រីនោះណែនាំខ្លួនឯងដោយស្នាមញឹមតិចដៃដ៏យុត្តិធម៌បានលាតចេញធ្វើឲ្យលូឆេងភ្ញាក់ផ្អើលមានតែពេលនោះទេដែលគាត់ដឹងថាចិត្តរបស់គាត់ត្រូវបានគ្រប់ដណ្ដប់ដោយនិស្ស័យនិងស្នាដៃរបស់ហេលៀនវឺដែលវាដំណើរការមិនត្រឹមត្រូវគាត់ក៏ស្ក្បាលយ៉ាងលឿនហើយជូតដៃរបស់គាត់ជាច្រើនដងមុននឹងលើកដៃរបស់គាត់យ៉ាងអាឡារិកហើយអង្រួននាងថ្នាំគាត់បាននិយាយសុំទោសបន្តិចថាខ្ញុំមិននឹកស្មានថាកញ្ញាហេលៀនវឺពូកែបែបនេះទេខ្ញុំស្រឡាំងកាំងទាំងស្រុងខ្ញុំសុំទោសដែលបានលេងសើចនឹងអ្នកគ្រាន់តែហៅខ្ញុំថាលូឆេងឬគ្រាន់តែរ៉ូពេឬឆេងគ្រប់គ្នាហៅខ្ញុំថាសើចតិចរត់គេចពីគាត់ប្រហែលជាវាជាកាយវិការចំនិងកាយវិការបំភ្លើសរបស់លូឆេងដែលបានជួយពួកគេទាំងពីរនាក់យ៉ាងឆាប់រហ័សទោះបីជាបរិយាកាសមិនធ្លាប់ស្គាល់ក៏ដោយប៉ុន្តែពួកគេខ្លាចជាមិត្តភាពតោះចូលទៅមើលខ្ញុំធ្វើឲ្យអ្នកសើចតាមទូរស័ព្ទហើយប្រហែលជាពេលវេលាកន្លងផុតទៅការថប់បារម្ភរបស់ហេលៀនវឺបានរលត់ទៅគួរឲ្យកត់សម្គាល់ប៉ុន្តែលូឆេងនៅតែអាចរកឃើញសញ្ញានៃការព្រួយបារម្ភបានយ៉ាងងាយដោយការងក់ក្បាលតិចនៅលើចិញ្ចើមរបស់នាងមិនអីទេពេលខ្លះគ្រប់គ្នាត្រូវការលុយជារបស់ដែលអ្នកមិនអាចយកជាមួយអ្នកពេលកើតហើយអ្នកមិនអាចយកវាទៅជាមួយពេលអ្នកស្លាប់បានប៉ុន្តែបើគ្មានវាទេសូម្បីតែមនុស្សប្រុសក៏លុតជង្គង់ចុះទុកឲ្យតែស្រីលូឆេងគិតត្រឡប់ទៅអតីតកាលវិញហើយនិយាយលេងសើចពាក់កណ្ដាលលោកហេលៀនវឺបាននិយាយទាំងងក់ក្បាលថាត្រឹមត្រូវហើយប៉ុន្តែអ្នកមិនអាចមានចរិតឆេវឆាវពេកទេមុនពេលអ្នកមកខ្ញុំមានការភ័យខ្លាចបន្តិចពេលនេះខ្ញុំបានស្គាល់លោកលូខ្ញុំមានអារម្មណ៍ស្រួលស្អីតើខ្ញុំពិតជាគ្មានគ្រោះថ្នាក់មែនទេលូឆេងបានស្ទាបក្បាលរបស់គាត់យ៉ាងស្លូតបូតដែលធ្វើឲ្យពួកគេទាំងពីរសាយលូឆេងមិននឹកស្មានថាការជួបផ្ទះនឹងនាំគាត់ទៅជួបនារីដ៏កម្រដូចហេលៀនវឺនោះទេព្រះអង្គដ៏ល្បីឈ្មោះវឺធីសិកគ្រាន់តែមើលឈ្មោះនិងការសន្ទនារបស់ពួកគេភាពខុសគ្នានៃគុណសម្បត្តិរបស់ពួកគេពិតជាធំធេងណាស់គាត់បានគិតដល់សៀលើដែលបានប្រើទឹកដំសម្លេងដ៏ស្រទន់ដើម្បីបង្អួតពីឆេនយៀនខេងវាមិនសូវល្អជាងនេះទេប៉ុន្តែបើប្រៀបធៀបទៅនឹងបរិយាកាសរីករាយហាក់ដូចជាពាក្យអសុរោះបន្ទាប់មកលូខេងបានបង់ថ្លៃជួលរយៈពេល6ខែចំនួន18,000យន្តក្នុងមួយដុំឆន្ទៈរបស់គាត់មួយផ្នែកគឺដោយសារតែបញ្ញានិងធម្មជាតិស្ងប់ស្ងាត់របស់ហេលៀនវឺប៉ុន្តែក៏ដោយសារតែបរិយាកាសនៃវីឡាពីរជាន់ពិតជាស័ក្តិសមនឹងរសជាតិរបស់គាត់នៅពេលដែលគាត់បានឃើញទីធ្លាខាងក្រោយមិនត្រឹមតែស្ងប់ស្ងាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានវីឡាស្មើនឹងស្រះត្រីតូចមួយដែលមានទំហំជិត10ម៉ែត្រការ៉េគាត់ក៏កាន់តែចង់ស្នាក់នៅស្រះនេះគឺល្អឥតខ្ចោះសម្រាប់ការចិញ្ចឹមម្ដាយត្រីទឹកកកយ៉ាងណាមិញខណៈពេលដែលដបគ្រីស្តាល់ទឹកកកមិនមានលក្ខណៈធម្មតាវាពិតជាតូចពេកគាត់មិនអាចទុកឲ្យសត្វវិញ្ញាណបែបនេះស្ថិតនៅក្នុងកន្លែងចង្អៀតនេះជារៀងរហូត
បន្ថែមពីលើទីធ្លាខាងក្រោយដ៏គួរឲ្យពេញចិត្តជាន់ទី1មានផ្ទះបាយមួយបន្ទប់2បន្ទប់ទទួលភ្ញៀវបន្ទប់ទទួលទានអាហារនិងបន្ទប់ទុកទំនិញវាក៏មានយានដ្ឋានមួយនៅខាងក្រៅផ្ទះដែលអាចផ្ទុករថយន្តពាណិជ្ជកម្មបាន3ក្នុងពេលតែមួយវាក៏មានផ្ទះឆ្កែនិងផ្កានៅទីធ្លាខាងមុខផងដែរអាចនិយាយបានថាសម្រាប់3 000យន្តក្នុងមួយខែផ្ទះវិឡាពាក់កណ្ដាលនិងស្រីស្អាតរស់នៅជាមួយលូខេងស្ទើរតែគិតថាគាត់បានធ្វើដំណើរឆ្លងកាត់ពេលវេលានិងកំពុងរីករាយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរពេលវេលារបស់តួឯកសូមអរគុណនៅពេលដែលហេលៀនវឺទទួលយកមាសដ៏ក្រៀមក្រំរយៈពេល6ខែដែលលូខេងប្រគល់ឲ្យនោះក្មេងស្រីឆ្លាតបានដឹងថាប្អូនប្រុសតូចដែលមានពន្លឺថ្ងៃនៅចំពោះមុខនាងកំពុងជួយនាងក្នុងការក្លែងបន្លំខ្ញុំកំពុងបង់ថ្លៃជួលហើយអ្នកជាស្ត្រីដីបងស្រីគាត់ខ្ញុំនឹងរំខានអ្នកឲ្យមើលថែខ្ញុំនៅថ្ងៃអនាគតលូខេងក្រវីដៃរបស់គាត់ហើយឆ្លើយតបដោយស្នាមញញឹម9ការផ្ដល់រង្វាន់ដល់ទាសកសតបន្ទាប់ពីរំកិលកុំព្យូទ័រយួរដៃនិងសម្លៀកបំពាក់មួយចំនួនចូលក្នុងបន្ទប់របស់គាត់ហើយបិទទ្វារដោយថ្នាំលូខេងមានការភ្ញាក់ផ្អើលដែលឃើញប្រព័ន្ធឆ្លើយតបលឿនជាងអ្វីដែលគាត់បានរំពឹងទុក Ding. ការធ្វើឲ្យប្រសើរឡើងនៅបេសកកម្មបរិស្ថានរស់នៅរបស់អ្នកបានបញ្ចប់រង្វាន់រួមមួយដែនកំណត់ធម៌ពលដ៏ទេវភាពការរត់គេចពីប្រពន្ធរបស់ម្ចាស់ផ្ទះដោយជោគជ័យបានបញ្ចប់បេសកកម្ម5ម៉ោងមុនម៉ោងកំណត់ការវិតម្លៃបរិស្ថានរស់នៅដ៏ល្អអ្នកទទួលបាន A សម្រាប់ការបញ្ចប់បេសកកម្មនឹង175ពិន្ទុការជូនដំណឹងរបស់ប្រព័ន្ធបានធ្វើឲ្យឈាមរបស់លូឆេងពុះកញ្ជ្រោលអានឹងធៀបបេសកកម្មនេះពិតជាផ្ដល់រង្វាន់ដោយផ្អែកលើការវិតម្លៃដោយមិននិយាយពីដែនកំណត់ធម៌ពលដ៏មានតម្លៃស៊ូមួយទេពិន្ទុតែមួយគឺច្រើនជាងទ្វេដងនៃ50-100ពិន្ទុដែលលូឆេងបានរំពឹងទុកប្រហែលជាវាមកពីការវិតម្លៃឯវិវរណៈនេះបានធ្វើឲ្យលូឆេងមិនសូវច្រានចោលបេសកកម្មបន្ទាប់ពីបានសាកសួរជាមួយប្រព័ន្ធគាត់បានរកឃើញថាបេសកកម្មពិតជាមានច្រើនប្រភេទនិងកម្រិតនៃការបញ្ចប់ផ្សេងបេសកកម្មត្រូវបានបែងចែកជា5ប្រភេទដំណើរស្វែងរកចម្បងដំណើរស្វែងរកចំហៀងដំណើរស្វែងរកដែលកើតឡើងប្រចាំថ្ងៃដំណើរស្វែងរកអាថ៌កំបាំងនិងដំណើរស្វែងរកពិសេសអ្នកដែលបានលេងហ្គេមនឹងដឹងថាបេសកកម្ម3ប្រភេទដំបូងគឺជារឿងធម្មតាប៉ុន្តែលូខេងព្យាយាមស្វែងយល់ពីបេសកកម្មសម្ងាត់និងពិសេសបេសកកម្មសម្ងាត់ដោយដែលសាធារណជននៅលើ Blue Water Planet យល់ពីពួកគេគឺជាបេសកកម្មលាក់កំបាំងបេសកកម្មពិសេសគឺជាបេសកកម្មដែលតម្រូវឲ្យបំពេញជាកាត់កិច្ចក្នុងកាលៈទេសៈជាក់លាក់ឬកងកម្លាំងដែលមិនអាចត្រឡប់វិញបានប្រព័ន្ធនេះបានពន្យល់ពីបេសកកម្មពីរចុងក្រោយតាមរបៀបដែលងាយស្រួលប្រើបំផុតដោយគិតគូរពីការយល់ដឹងទូទៅអំពីផែនដីការវិតម្លៃការបញ្ចប់បេសកកម្មគឺកាន់តែងាយស្រួលយល់ដោយរៀបចំពីទាបទៅខ្ពស់ D, So, B, A សិកម្រិតនីមួយក្នុងចំណោមកម្រិតទាំង5មានរង្វាន់ខុសគ្នាឧទាហរណ៍ប្រសិនបើលូខេងទទួលបានចំណាត់ថ្នាក់ So ទាបបំផុតពិន្ទុដែលទទួលបាននឹងមិនមាន175ទេប៉ុន្តែប្រហែលជាគ្រាន់តែជាតួលេខពីរខ្ទង់ប៉ុណ្ណោះសរុបមកប្រព័ន្ធស៊ឺពើភេទនេះគឺពិតជាទូលំទូលាយងាយស្រួលប្រើនិងអាចបាត់បែនបានលូខេងបន្ទាប់ពីយល់យ៉ាងម៉ត់ចត់ហើយមិនអាចទប់ចិត្តបានដោយការកោតសរសើរចាប់តាំងពីអ្នកបានបញ្ចប់បេសកកម្មដំបូងរបស់អ្នកដោយជោគជ័យបេសកកម្មប្រព័ន្ធត្រូវបានដំណើរការដោយជោគជ័យអ្នកនឹងទទួលបានបេសកកម្មដូចខាងក្រោមដោយស្វ័យប្រវត្តិបេសកកម្មបន្តចម្បងមួយបង្កើនដែនកំណត់ខាងលើនៃធម៌ពលដ៏ទេវភាពរបស់អ្នកដល់15ពិន្ទុនៅពេលអ្នកត្រូវបានដំឡើងទៅប្រព័ន្ធកម្រិត2អ្នកនឹងទទួលបានរង្វាន់300ពិន្ទុតើអ្វីជាសម្ភារៈរង្វាន់ចាប់តាំងពីអ្នកបានបញ្ចប់បេសកកម្មជាលើកដំបូងដោយជោគជ័យនិងបានទទួលការវិតម្លៃកម្រិតឯប្រព័ន្ធនឹងផ្ដល់ឲ្យអ្នកនៅកម្រិតសត្វសាហាវបន្ថែម Beast Slave មួយសូមជ្រើសរើសប្រភេទសត្វទាសករហើយកំណត់ប៉ារ៉ាម៉ែត្រលម្អិតដោយខ្លួនឯងរង្វាន់បន្ថែមនេះមានតែលើកនេះប៉ុណ្ណោះហើយនឹងមិនត្រូវបានធ្វើឡើងវិញនៅពេលអនាគតរង្វាន់ទាសករសត្វខ្ញុំមិននឹកស្មានថានៅពេលដែលធៀបកិច្ចការប្រព័ន្ធត្រូវបានធ្វើឲ្យសកម្មកិច្ចការសំខាន់នឹងលេចឡើងហើយប្រសិនបើបានបញ្ចប់នឹងមាន300ពិន្ទុវាហាក់បីដូចជារង្វាន់សម្រាប់កិច្ចការសំខាន់គឺសប្បុរសជាងកិច្ចការចំហៀងបើមិនដូច្នេះទេកិច្ចការចំហៀងដែលខ្ញុំទើបតែទទួលបានការវិតម្លៃកម្រិតច្បាស់ជាមិនមែនត្រឹមតែ175ពិន្ទុនោះទេអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺរង្វាន់សម្រាប់ពេលវេលាដែលមិនបានរំពឹងទុកបន្ថែមទៀតការសម្រេចបាននៅកម្រិតវិតម្លៃ A level បើទោះបីជារង្វាន់នេះនឹងលែងមាននៅពេលអនាគតក៏ដោយប៉ុន្តែសរុបមកវិញរង្វាន់ដែលលាក់កំបាំងបន្ថែមនេះនឹងធ្វើឲ្យគាត់ទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់តើអ្វីជាទាសករសត្វទាសករសត្វម្យ៉ាងវិញទៀតលូឆេងជាកម្មសិទ្ធិរបស់មនុស្សដូច្នេះទាសករសត្វដែលបានទទួលរង្វាន់នៃពូជសាសន៍ដូចគ្នាគឺជាមនុស្សដោយធម្មជាតិរំភើបណាស់លយណាស់ទាសករសត្វរបស់ខ្ញុំនៅសតវត្សទី21អ្វីដែលគួរឲ្យរំភើបជាងការផ្ដល់រង្វាន់ដល់ទាសករដ៏ស្មោះត្រង់មិនអាចរងចាំបានលូឆេងបានចូលទៅក្នុងហាងនឹងថ្នាក់សត្វយ៉ាងលឿនតម្លៃផ្លាស់ប្ដូរសម្រាប់មនុស្សគឺចន្លោះពី300ទៅ1000ពិន្ទុទោះបីជាទាសករសត្វសំដៅលើមនុស្សក៏ដោយមានពូជមនុស្សជាច្រើននៅក្នុងហាង Earthlings សូមទោសក្នុងប្រភេទសត្វនេះគ្រាន់តែជាប្រភេទមនុស្សរាប់សិបប៉ុណ្ណោះដូច្នេះហើយលូឆេងចាប់ផ្ដើមគិតភ្លាមអំពីការផ្លាស់ប្ដូរជាទាសករតាមធម្មជាតិកាន់តែថ្លៃកាន់តែល្អព្រោះលើកនេះជារង្វាន់បន្ថែមមិនថាអ្នកជ្រើសរើសទាសករសត្វដែលមានពិន្ទុខ្ពស់បំផុតឬទាបបំផុតនឹងត្រូវបង់ដោយប្រព័ន្ធបាទវាស័ក្តិសមនៅពេលប្ដូរទៅទាសករសត្វត្រូវតែយកពាក្យដែលសមរម្យមកពិចារណា Star Wing Herman ដែលថ្លៃបំផុតមានស្លាបកាយពណ៌ស្វាយមួយគូពួកវាមិនត្រឹមតែអាចហោះហើរបានយ៉ាងបាត់បែនប៉ុណ្ណោះទេពួកគេថែមទាំងពូកែបាញ់ធ្នូនិងព្រួញពីលើអាកាសហើយកាយសម្បត្តិរបស់ពួកគេគឺស្ទើរតែ2ដងនៃមនុស្សពួកគេមានចំណាត់ថ្នាក់កាយ60ប៉ុណ្ណោះប៉ុន្តែបើគិតលើកតាខាងក្រៅគឺមិនល្អឆេងពិតជានឹងយក Star Wing Herman ធ្វើជាទាសករសត្វដោយមិននិយាយអ្វីទាំងអស់ប៉ុន្តែបញ្ហាគឺប្រសិនបើអ្នកយក Star Wing Herman ធ្វើជាទាសករសត្វនោះអ្នកមិនអាចយកវាចេញមកមើលមនុស្សបានទេនេះគ្រាន់តែស្លាប់ពេលឃើញពន្លឺប៉ុណ្ណោះគិតយ៉ាងនេះលូឆេងលែងហ៊ានមើលពូជមនុស្សនៅកំពូលនៃភពព្រះច័ន្ទតើមនុស្សអ្វីនេះជារឿងអាស្រូវទាំងអស់ទីបំផុត
Liu Cheng បានរកឃើញទាសករសត្វដែលគាត់ត្រូវការនឹងសំរុំ Beast Slave, King Kong Human. Host, Luo Cheng. កម្លាំង18ភាពរហ័សរហួន12 Spirit, 10. Wild Talent, Tempered Skin Rating. ផ្កាយ40កម្លាំងដ៏អស្ចារ្យនិង Steel Skin សមត្ថភាពរបស់បុរសក្រហម799ពិន្ទុដូច្នេះនេះគឺជា Diamond Man ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់របស់ Liu Cheng តើនេះជាហេតុផលសម្រាប់ការជ្រើសរើសរបស់គាត់ភាពខ្លាំងភាពរហ័សរហួននិងវិញ្ញាណគឺទាំងអស់30តើ Will Talent ជាអ្វីនៅតែមានកម្រិតទាបចំពោះចរិតអាក្រក់និងលក្ខណៈពូជសាសន៍ Liu Cheng បានដឹងដោយមិនបានគិតជាលើកទី2ថាពួកគេជាចំនួនផ្ទៃក្នុងការរើសអើងការរួបរวมគ្នាខ្សោយមិននិយាយពីមនុស្សរបស់ Blue Water Star យ៉ាងណាមិញ Liu Cheng មិនត្រូវការការច្នៃប្រឌិតផ្ទាល់ខ្លួនរបស់គាត់នៅពេលនេះទេ Earthlings តើនៅលើផែនដីនេះមិនមានសត្វ Fockel ទេអ្វីដែលគាត់ត្រូវការគឺអំណាចហើយដូច្នេះទាសករសត្វស្ដេចគង់បានលេចចេញមកសូមជ្រើសរើសរូបរាងនិងរូបរាងជាក់លាក់របស់ប្រជាជន King Kong ក៏ដូចជាភេទនិងភាពឆប់គ្នារបស់ពួកគេ 10 Beast Slave Luo Gang. បន្ទាប់ពីជ្រើសរើសប្រភេទទាសករសត្វយ៉ាងលម្អិតកិច្ចការដែលនៅសេសសល់គឺការរចនារូបរាង Liu Cheng សេចក្ដីគិតមួយសន្ទុះស្រាប់តែមានចម្លើយក្នុងចិត្តដោយសាររូបរាងគឺជាអឺរ៉ុបខាងលិចវាមិនអាចខ្លីពេកទេប៉ុន្តែក៏មិនអាចខ្ពស់ពេកដែរកម្ពស់គឺមិនចាំបាច់មានប្រយោជន៍ក្នុងការប្រយុទ្ធទេកម្ពស់ខ្ពស់ពេកនឹងធ្វើឲ្យចំណុចកណ្ដាលនៃទំនាញរបស់រាងកាយទាបមិនស្ថិតស្ថេរដែលបង្ហាញតំបន់ដែលងាយរងគ្រោះបើនិយាយពីកម្ពស់185គុំជាជម្រើសដ៏ល្អកម្ពស់នេះគឺជាមធ្យមសម្រាប់តែអឺរ៉ុបខាងលិចប៉ុណ្ណោះប៉ុន្តែវាល្អណាស់នៅក្នុងប្រទេសចិនយ៉ាងហោចណាស់វាមានកម្ពស់ជិត10សង់ទីម៉ែត្រជាង Liu Cheng ជាមួយនឹងការកំណត់កម្ពស់ការស្ថាបនាគួរតែសាច់ដុំនិងធម្មពលតាមពិតទៅការកសាងនិងរូបរាងភាគច្រើនជាគ្រឿងសម្អាងព្រោះការវះវែងនៃទាសករសត្វ King Kong ទាំងអស់ត្រូវបានជួសជុលនៅផ្កាយ40ទោះជាយ៉ាងណាក៏ដោយការមានសាច់ដុំនិងធម្មពលនៅតែជារឿងចាំបាច់បំផុតនៅក្នុងប្រទេសចិនព្រោះថាមនុស្សលើផ្ទៃភាគច្រើនតែងតែផ្ដោតលើរូបរាងជាមុនសិនការកសាងសាច់ដុំនិងកម្លាំងខ្លាំងនិងរឹងមាំយ៉ាងហោចណាស់នឹងកាត់បន្ថយបញ្ហាជាច្រើនចុះនឹងសម្លាប់មែនទេឬប្រហែលជាមើលទៅខូខើនឹងគំរាមកំហែងទេគ្រាន់តែស្ងប់ស្ងាត់និងតឹងរឹងពេលមិនបង្ហាញអ្នកនឹងស្ងប់ស្ងាត់និងកាចសាហាវប៉ុន្តែនៅពេលដែលការគំរាមកំហែងនៃការប្រយុទ្ធនឹងលេចចេញមកអ្នកនឹងមានភាពសាហាវនៃខ្លាចចុះពីលើភ្នំត្រៀមខ្លួនដើម្បីលេបបិទរបាក់អ្នកណាម្នាក់វាហាក់ដូចជា Liu Cheng បានចាត់ទុកទាសករសត្វដែលមានប្រាក់រង្វាន់នេះទាំងស្រុងក្នុងនាមជាអង្គរផ្ទាល់ខ្លួនដំបូងរបស់គាត់ក្រោយឆ្លោះគ្នាបានកន្លះម៉ោងទីបំផុតគាត់រៀបចំវាហើយដោះដូរយកប្រាក់រង្វាន់ទាសករសត្វដោយបានកំណត់រចនាសម្ព័ន្ធរូបរាងរបស់គាត់ Liu Cheng ភ្លាមបានដាក់សំណើទៅប្រព័ន្ធមួយសន្ទុះក្រោយមក Liu Cheng ដែលកំពុងតែតាមខ្លំមើលកន្លែងសត្វចិញ្ចឹមនោះបានកត់សម្គាល់មួយប៉ព្រិចភ្នែកថាពូជទាសករសត្វមួយបានលេចចេញមកគ្រាប់ពូជនេះក្នុងចន្លោះ1ម៉ែត្រគូបកាន់កាប់តែទំហំគ្រាប់ស្រូវប៉ុណ្ណោះប៉ុន្តែនៅពេលដែលម្ចាស់របស់វាដកវាចេញពីពិភពពិត Liu Cheng បានរកឃើញថាវាលែងមានទំហំប៉ុនគ្រាប់ស្រូវទៀតហើយវាមានទំហំប៉ុនសុទ្ធដៃណូសាដ៏ធំមួយឆ្លៀតឱកាសនេះ Liu Cheng ដោយគ្មានពាក្យមួយម៉ាត់បានអនុវត្តធម៌ពលដ៏ទេវភាព2ទៅគ្រាប់ពូជនៅពេលគាត់ព្យាយាមអនុវត្តទី3ប្រព័ន្ធនេះបានប្រាប់គាត់ថាទាសករសត្វលែងត្រូវការធម៌ពលដ៏ទេវភាពបន្ថែមទៀតហើយសម្បកសុទ្ធនៃគ្រាប់ពេជ្រ Humanoid ដែលត្រូវបានចុកពីរដងជាមួយនឹងសារធាតុដ៏ទេវភាពនោះស្រាប់តែប្រេះចំហហើយទីរកលោកខាងលិចដែលស្រាប់តែមានសាច់ដុំក៏លេចចេញមកគាត់អាចដើរសាយហើយថែមទាំងនិយាយទៀតផងលោកគ្រូទីរកដ៏រឹងមាំម្នាក់បានហែកបំណែកសម្បកសុទ្ធដែលធន់ទ្រាំនឹងដៃម្ខាងយ៉ាងងាយដូចក្រដាសដែលរហែកគាត់បានផុសឡើងហើយខ្សឹបប្រាប់ Liu Cheng ដែលជាសម្លេងក្មេងរបស់គាត់ពោពេញដោយសម្លេងថេរទន្ទឹមនឹងនោះទីរកទាសកររបស់សត្វនោះកាន់តែធំឡើងយ៉ាងឆាប់រហ័សដែលជាល្បឿនមួយអាចប្រៀបធៀបទៅនឹងបាល់ក្នុងរយៈពេលប្រហែល3នាទីគាត់បានបញ្ចប់ដំណាក់កាលនៃការលូតលាស់ពីទីរករហូតដល់មនុស្សពេញវ័យការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដែលមិនសមហេតុផលនេះបានធ្វើឲ្យ Liu Cheng មិនអាចនិយាយបានខណៈពេលដែលគាត់ដឹងថាគ្រីស្តាល់ដ៏អស្ចារ្យដែលគាត់បានលាយបញ្ចូលគ្នាគឺអភូតហេតុនេះគ្រាន់តែជារឿងអាស្រូវប៉ុណ្ណោះទោះជាយ៉ាងណា Liu Cheng ពិតជារីករាយនឹងរឿងមិនសមហេតុសមផលបែបនេះកាន់តែគួរឲ្យអស់សំណើចកាន់តែល្អគាត់បានក្រឡេកមើល Adamantium ដែលមានសាច់ដុំពេញវ័យហើយមានសារមួយលេចឡើងភ្លាមនៅក្នុងគំនិតរបស់គាត់ Beast Slave, Adamantium. Level 1. Potential 3. Strength. Agility 12. Spirit, Wild Talent 10. Wild Talent, Steel Skin. Rating 40 stars កម្លាំងដ៏អស្ចារ្យ Steel Skin Will Talent ផ្ដល់ឲ្យ Adamants នៅសមត្ថភាពការពារពិសេសព័ត៌មាននេះខុសពីការពន្យល់ពីមុនដែលគាត់បានឃើញនៅក្នុងហាងភាពខុសគ្នាគឺថាគុណលក្ខណៈ Adamantium ពិតប្រាកដឥឡូវនេះមានគុណលក្ខណៈបន្ថែមពីរគឺកម្រិតនិងសក្តានុពលតាមរយៈប្រព័ន្ធនេះ Liu Cheng បានយល់ពីអត្ថន័យទាំងនេះកម្រិតដែលហៅថាពិតជាសំដៅទៅលើកម្រិតជីវិតបច្ចុប្បន្នរបស់ Beast Slave ម្យ៉ាងវិញទៀតប្រសិនបើនរណាម្នាក់មិនអើពើនឹង Will Talent និង Steel Skin របស់គាត់ហើយវាតម្លៃ Adamantium ដោយផ្អែកទៅលើលក្ខណៈរូបវន្តរបស់គាត់តែប៉ុណ្ណោះគាត់នឹងក្លាយជាមនុស្សកម្រិតមួយប៉ុណ្ណោះប្រព័ន្ធចំណាត់ថ្នាក់គឺមានភាពច្បាស់លាស់និងខុសប្លែកគ្នាមិនគួរឲ្យជឿដោយផ្អែកលើលក្ខណៈ3នៃកម្លាំងភាពរហ័សរហួននិងវិញ្ញាណប្រសិនបើលក្ខណៈខ្លាំងបំផុតនៃគុណលក្ខណៈទាំង3នេះលើសពី10ពិន្ទុសត្វនោះត្រូវបានចាត់ទុកថាជាទម្រង់ជីវិតកម្រិត1ប្រសិនបើមួយក្នុងចំណោមពួកគេលើសពី20ពិន្ទុសត្វនោះត្រូវបានចាត់ទុកថាជាសត្វកម្រិត2ច្បាស់ណាស់ទោះបីជាកម្លាំងរបស់ Diamond Man មាន18ពិន្ទុខ្លាំងជាង Earthling ក៏ដោយក៏វានៅតែស្ថិតក្នុងប្រភេទ level 1ចំពោះសោកតានុពល
វាសំដៅទៅលើកម្រិតនៃសក្តានុពលនៅក្នុងពាក្យរបស់ Lyman មានន័យថាកម្រិតអតិបរមានៃការអភិវឌ្ឍគុណលក្ខណៈរបស់ Diamond Man អាចឈានដល់កម្រិត3នេះមានន័យថាទោះបីជា Diamond Man ត្រូវបានពង្រឹងឬអភិវឌ្ឍពេញលេញក៏ដោយគុណលក្ខណៈទាំង3របស់គាត់សូម្បីតែកម្លាំងខ្លាំងបំផុតរបស់គាត់នឹងមិនលើសពី40ពិន្ទុឡើយនេះក៏ដោយសារតែសក្តានុពលរូបរាងរបស់ Diamond Man មានពិន្ទុ40%បើគុណលក្ខណៈណាមួយលើសពីចំណុចសំខាន់នេះរាងកាយនឹងដួលរលំដោយបន្ទោសនេះជាច្បាប់គ្រប់គ្រងកម្លាំងជីវិតទាំងអស់វាជារឿងជៀសមិនរួចសម្រាប់សត្វមានជីវិតណាមួយមិនថាពួកគេជានរណាឡើយដូចគ្នាដែរចំពោះមនុស្សយោងតាមអ្នកវិទ្យាសាស្ត្របើទោះបីជារាងកាយរបស់មនុស្សត្រូវបានហ្វឹកហាត់ឲ្យល្អឥតខ្ចោះក៏ដោយប្រសិនបើវាលើសពី2-3 ដងនៃកម្លាំងធម្មជាតិរបស់វាលទ្ធផលតែមួយគត់គឺដួលរលំដូច្នេះកម្រិតសក្តានុពលគឺសំខាន់ណាស់នេះក៏ពន្យល់ផងដែរអំពីមូលហេតុដែលប្រព័ន្ធនេះត្រូវបានបែងចែកទៅជាថ្នាក់ដូចជា Beast, Ferocious និង Savage ព្រោះទាំងនេះគឺផ្អែកលើកម្រិតសក្តានុពលនៃសារពាង្គកាយជាការពិតណាស់ទាំងកម្រិតបច្ចុប្បន្ននិងកម្រិតសក្តានុពលមិនស្មើនឹងកម្លាំងប្រយុទ្ធនោះទេអ្វីត្បិតតែ Steelman គ្រាន់តែជាសរីរាង្គកម្រិតមួយជាមួយនឹងទេពកោសល្យដ៏ព្រៃផ្សៃរបស់គាត់អ្នកណានឹងគិតថាកម្លាំងប្រយុទ្ធពិតរបស់គាត់គឺខ្លាំងជាងមនុស្សបន្តិចនៅពេលបន្ទាប់លូឆេងបានជួបប្រទេសរឿងនេះដោយផ្ទាល់ដោយប្រើកាំបិតផ្លែដ៏មុតស្រួចលូឆេងបានបញ្ចេញកម្លាំងអស់ពីសមត្ថភាពដោយប្រើកម្លាំង7ពិន្ទុហើយចាក់ចំដើមទ្រូងគូប្រកួត Bang! ដោយសំឡេងតិចកាំបិតផ្លែបានបែកហើយដើមទ្រូងរបស់គូប្រកួតត្រូវបានបន្សល់ទុកតែស្នាមស្ទយឈឺទេលូឆេងស្រឡាំងកាំងនឹងទាសកោស័តដ៏ខ្លាំងនៅចំពោះមុខគាត់មិនអាចជួយអ្វីបានក្រៅពីសួរវាមិនឈឺចាប់ទេប្រសិនបើអ្នកប្រាញ់ញួរទម្ងន់ជាង15គីឡូក្រាមហើយវាប្រហារខ្ញុំពេញទំហឹងខ្ញុំគិតថាខ្ញុំនឹងឈឺចាប់ King Kong ឆ្លើយតបយ៉ាងធ្ងន់ធ្ងរមុនពេលដែលគាត់បានលួសគ្រាប់ពូជពីហាងលក់គ្រាប់ពូជនោះប្រព័ន្ធនេះបានបញ្ជូរក្នុងចិត្តរបស់គាត់រួចហើយនៅសុបវិនិច្ឆ័យនិងចំណេះដឹងភាគច្រើនអំពី Blue Water Planet ដូច្នេះហើយទោះជា Steak Kong មានដើមកំណើតក្រៅភពក៏ដោយក៏វាមិនរារាំងការប្រស្រ័យទាក់ទងរបស់គាត់ជាមួយ Liu Cheng ដែរញួរ15គីឡូក្រាមគាត់និយាយដដែលប៉ុន្តែ Liu Cheng ដឹងដោយក្តីរន្ធត់ចិត្តថាញួរ15គីឡូក្រាមទុកឲ្យតែឯងវាអ្នកណាម្នាក់នឹងវាធ្ងន់ណាស់សូម្បីតែលើកជាមួយនឹងកាយសម្បទាជាមធ្យមរបស់អូទេគឺការលើកទម្ងន់30គីឡូក្រាមនឹងក្លាយជាបញ្ហាប្រឈមដ៏ខ្លាំងមួយសត្វចម្លែកនេះចុះគ្រាប់កាំភ្លើងតើអ្នកដឹងទេថាគ្រាប់កាំភ្លើងជាអ្វីចុះបើគេវាអ្នកវិញ